សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel Admin Han ម្ដងទៀតហើយហើយរឿងរ៉ាវនៅក្នុងថ្ងៃនេះដែរគឺជារឿងរ៉ាវដែលខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់បានជួបរឿងរ៉ាវដ៏ព្រឺព្រួចមួយហើយក៏ជារឿងរ៉ាវដ៏ក្រៀមក្រំសម្រាប់គាត់ក៏ដូចជាគ្រួសាររបស់គាត់ផងដែរហើយមុននឹងចូលទៅសាច់រឿងក៏សូមបងប្អូនជួយចុចជាវឬក៏ Subscribe និងបើករូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗថែមទៀតឥឡូវក៏មកខាត់ពេលយូរយើងចូលសាច់រឿងពេញទាំងអស់គ្នារឿងរ៉ាវមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ប៉ុន្តែគាត់ថាសូមមិនបញ្ចេញឈ្មោះនោះទេឥឡូវខ្ញុំសូមដាក់ឈ្មោះគាត់ថាបងធីទៅហើយបងធីក៏បាននិយាយថារឿងរ៉ាវមួយហ្នឹងវាបានកើតឡើងទៅលើក្រុមគ្រួសាររបស់គាត់នៅក្នុងអំឡុងឆ្នាំ2010ហើយពេលហ្នឹងបងធីគាត់មានប្អូនស្រីម្នាក់ប៉ុន្តែគាត់សូមមិនបញ្ចេញឈ្មោះនោះទេអញ្ចឹងខ្ញុំសូមដាក់ឈ្មោះគាត់ថាលីណាទៅហើយលីណាហ្នឹងគាត់នៅរៀនទេពេលហ្នឹងណាហើយបងធីគាត់ថាលីណាគាត់មានសម្រស់ស្អាតនិយាយទៅគឺស្អាតមែនតើមកកូនណាគឺមានតែលីណាទេដែលស្អាតជាងគេក្នុងគ្រួសារហើយបើនិយាយពីការសិក្សាក៏រៀនបកាយទៀតហើយរੂរាយមិនចេះឆ្មាំងឆ្មៃនិយាយស្ដីចេះដឹងចាស់ទុំបងធីគាត់ថាគឺប្អូនគាត់ម្នាក់ហ្នឹងគឺពីណាក៏ចូលចិត្តដែរនៅក្នុងសពភូមិណាហ្នឹងហើយប៉ុន្តែនៅក្នុងថ្ងៃមួយបងធីថាគាត់ក៏បានស្គាល់នឹងបរិសម្នាក់ដោយសារតែបរិសម្នាក់ហ្នឹងគឺថាជួបគ្នានៅក្នុងកន្លែងញ៉ាំអីរបៀបថាលីណាហ្នឹងគាត់ចេញពីរៀនទៅគាត់ក៏ទៅញ៉ាំអីនៅកន្លែងមួយអញ្ចឹងណាហើយពេលដែលញ៉ាំអីហ្នឹងទៅមនុស្សប្រុសម្នាក់ហ្នឹងដោយសារគាត់ឃើញលីណាស្អាតហើយគាត់ក៏ចាប់ផ្ដើមទៅថាសុំហូបអីនៅក្បែរតុជាមួយអញ្ចឹងណាហើយពេលដែលអញ្ចឹងទៅបងប្រុសម្នាក់ហ្នឹងក៏បានសួរលីណាអញ្ចឹងទៅថាលីណាអីសុខសប្បាយនិយាយទៅគឺគាត់សួរតាក់ទងធម្មតាជាមួយនឹងលីណាបន្ទាប់ពីហ្នឹងមកក៏ដល់ពេលដែលលីណាគាត់ហូបអីហើយគាត់ក៏ហៅថាអ្នកលក់ហ្នឹងគឺដើម្បីឲ្យគិតលុយហើយដល់ពេលដែលគិតលុយហ្នឹងគឺបរិសម្នាក់ហ្នឹងគាត់ថាអត់អីទេចាំគាត់ចេញឲ្យហើយពេលហ្នឹងលីណាគាត់បកកាយគាត់ថាអត់ទេតែបងប្រុសម្នាក់ហ្នឹងគាត់វាថាគាត់ព្យាយាមនិយាយមិនក៏ដោយគាត់ថាឲ្យអ្នកលក់ហ្នឹងគិតលុយពីគាត់ទៅហើយបន្ទាប់ពីហ្នឹងមកបងប្រុសម្នាក់ហ្នឹងគាត់ក៏សួរលីណាហ្នឹងថាលីណារៀននៅសាលាណាសាលាណីអញ្ចឹងទៅនិយាយទៅគាត់សួរពីព័ត៌មានទូទៅហើយមិនត្រឹមតែសួរលីណាទេសួរទាំងមិត្តភ័ក្តិលីណាដែលកំពុងហូបអីជាមួយគ្នាពីរនាក់នៅហ្នឹងណាហើយជាទម្លាប់របស់លីណាគឺគាត់តែងតែមកញ៉ាំអីនៅហ្នឹងដោយសារតែនៅហ្នឹងគេលក់របស់រៀងធូរថ្លៃហើយរៀងឆ្ងាញ់ណាហើយមួយយ៉ាងវានៅគៀកសាលារបស់លីណាអញ្ចឹងដោយសារតែបងប្រុសម្នាក់ហ្នឹងគឺគាត់ថាដឹងថាលីណាហ្នឹងគឺអាសាមកញ៉ាំអីនៅហ្នឹងគាត់ក៏តែងតែអាសាមកហ្នឹងដែរហើយពេលដែលមកទៅគឺចាប់ដើមមានស្គាល់គ្នាតិចៗចឹងណាហើយលីណាគាត់ក៏មិនសូវជាលក្ខណៈថាស្និទ្ធស្នាលជាមួយបងប្រុសម្នាក់ហ្នឹងដែរព្រោះគ្នាយើងអាយុក្មេងហើយក៏គ្នានៅរៀនសូត្ររៀងអៀនអញ្ចឹងណាប៉ុន្តែអ្នកមិត្តភ័ក្តិរបស់គាត់ហ្នឹងគាត់ថាអត់អីទេយើងចេះតែនិយាយរកពូហ្នឹងទៅអញ្ចឹងណាព្រោះពូហ្នឹងគាត់ចេញលុយឲ្យយើងហើយយើងចេះនិយាយធម្មតាមួយគេអញ្ចឹងទៅអាហ្នឹងមិត្តភ័ក្តិរបស់លីណានិយាយអញ្ចឹងណាហើយលីណាគាត់ក៏ចេះនិយាយធម្មតាមួយពូហ្នឹងទៅប៉ុន្តែនៅពេលមួយពូហ្នឹងគាត់ក៏បានសួរលីណាថាចេះថាលីណាហ្នឹងមានសង្សារនៅហើយលីណាគាត់ថាគាត់អត់ទាន់កាត់រឿងស្នេហាទេហើយដូចថាពី3ថ្ងៃគាត់ទៅហូបអីម្ដងអញ្ចឹងទៅហើយបងប្រុសម្នាក់ហ្នឹងគាត់ក៏ទៅហូបអីអញ្ចឹងទៅលីណាក៏នៅនឹងដែរទៅហូបចុកដូចថាក្បែរគ្នាអញ្ចឹងទៅលីណាគាត់អង្គុយជាមួយមិត្តភក្តិគាត់មកតុកអញ្ចឹងណាហើយបងប្រុសម្នាក់ហ្នឹងក៏ព្យាយាមមកអង្គុយតុកជាមួយនឹងលីណាប៉ុន្តែគាត់ថាលីណាគាត់អត់សូវឲ្យអង្គុយជាមួយទេព្រោះគាត់ទាំងអៀនហើយណាមួយដូចថាវាមិនសមហើយស្ទើរតែមានថ្ងៃមួយហ្នឹងលីណាគាត់ទៅញ៉ាំអីតែម្នាក់ឯងទេដោយសារតែមិត្តភក្តិរបស់គាត់នឹងរវល់ហ៎អញ្ចឹងក៏បងប្រុសម្នាក់ហ្នឹងគាត់ក៏ទៅដែរហើយពេលនោះដោយសារតែដែលថាប្រហែលជាបងប្រុសនឹងគិតថាអាកាសល្អអញ្ចឹងណាព្រោះឃើញលីណានៅតែម្នាក់ឯងអញ្ចឹងបងប្រុសម្នាក់ហ្នឹងក៏គាត់សួរថាចេះលីណាបើសិនជាខ្ញុំចង់ចូលសួរនាំអីតើលីណាគិតយ៉ាងណាដែរហើយពេលហ្នឹងលីណាគាត់ប្រកែកភ្លាមហ្មងគាត់ថាអត់ទេពូខ្ញុំអត់ទាន់គិតគូររឿងហ្នឹងទេហើយក៏ខ្ញុំសម្រេចទៅលើម៉ែឪខ្ញុំដែរខ្ញុំអត់ដឹងទេហើយពេលដែលអញ្ចឹងទៅបងប្រុសម្នាក់ហ្នឹងក៏គាត់ថាឥឡូវអត់អីទេចាំបងទៅសួរនាំដល់ផ្ទះខ្លួនឯងតែម្ដងទៅហើយបន្ទាប់ពីនឹងមកគាត់ក៏សួរផ្ទះដែរណាប៉ុន្តែលីណាអត់ប្រាប់ទេអញ្ចឹងបងប្រុសម្នាក់ហ្នឹងគាត់ក៏និយាយថាហីទៅហើយសិតតែមានថ្ងៃមួយទៀតបងប្រុសម្នាក់ហ្នឹងគាត់មកញ៉ាំអីនៅកន្លែងហ្នឹងដដែលទេប៉ុន្តែគាត់ក៏ឃើញមិត្តភក្តិលីណានេះដើរតាមផ្លូវណាគាត់អត់ហ៊ានសួរនៅពេលដែលមិត្តភក្តិរបស់លីណានៅជាមួយលីណាទេព្រោះខ្លាចលីណាដឹងហ៎អញ្ចឹងគាត់ក៏សួរស្ងាត់ទេជាមួយនឹងមិត្តភក្តិរបស់លីណាហ្នឹងសួរថាតើផ្ទះលីណានៅណាហើយដល់ពេលដែលអញ្ចឹងមិត្តភក្តិរបស់គេហ្នឹងក៏ឆ្ងល់ថាហេតុអីបានជាពូម្នាក់ហ្នឹងមកសួរផ្ទះលីណាមានគោលបំណងអីអញ្ចឹងណាហើយពួកគាត់ក៏សួរទៅកាន់បងប្រុសម្នាក់ហ្នឹងទៅហើយពេលដែលសួរទៅបងប្រុសម្នាក់ហ្នឹងគាត់ថាតាមពិតទៅគាត់ចង់ទិញរបស់ខ្លះដើម្បីជូនឪពុកម្ដាយលីណាដោយសារតែឮលីណាថាឪពុកម្ដាយរបស់គាត់ហ្នឹងគឺមានជំងឺវាថាឪពុកម្ដាយរបស់គាត់នឹងឈឺហើយពេលនោះគឺលីណាបានប្រាប់មែន
តែពេលអញ្ចឹងទៅមិត្តភក្តិរបស់លីណាហ្នឹងក៏ជឿថាបងប្រុសម្នាក់ហ្នឹងគឺគិតអញ្ចឹងគាត់ក៏បានប្រាប់ទីតាំងតែលីណាទៅនេះនៅនេះអញ្ចឹងណាហើយបន្ទាប់ពីហ្នឹងមកបងប្រុសម្នាក់ហ្នឹងគាត់ក៏ទៅដល់មកផ្ទះលីណាហ្នឹងពេលទៅដល់ហ្នឹងគឺឃើញដូចថាលីណាក៏ដូចជាគ្រួសាររបស់លីណាហ្នឹងអង្គុយហូបអីនៅជុំគ្រួសារគាត់ហ្នឹងនៅក្រោមផ្ទះរបស់គាត់អញ្ចឹងទៅហើយបញ្ជាក់តិចបងប្អូនលីណាហ្នឹងគឺមិនមែននៅភ្នំពេញណានៅតាមខេត្តទេហើយផ្ទះរបស់គាត់គឺមិនមែនជាផ្ទះថ្មអីទេគ្រាន់តែថាជាផ្ទះឈើទេហើយពេលដែលអញ្ចឹងបងប្អូនគឺបងប្រុសម្នាក់ហ្នឹងគាត់ក៏ជំរាបសួរពីចម្ងាយអញ្ចឹងទៅជំរាបសួរឪពុកម្ដាយរបស់លីណាហ្នឹងហើយពេលហ្នឹងលីណាគាត់ឆ្ងល់គាត់ surprise មែនតើគាត់ថាមិនបានជាបងប្រុសម្នាក់ហ្នឹងស្គាល់តែគាត់ហើយពេលដែលអញ្ចឹងដូចថាឪពុកម្ដាយរបស់លីណាគាត់ក៏សួរថាពីណាគេហើយអញ្ចឹងលីណាគាត់ថាបងប្រុសម្នាក់ហ្នឹងគាត់តែងតែទៅញ៉ាំអីនៅក្បែរសាលារបស់ខ្ញុំហើយថ្ងៃមុនហ្នឹងគាត់ក៏បានប៉ាវអីខ្ញុំបន្តិចដែរហើយបន្ទាប់ពីហ្នឹងមកឪពុកម្ដាយរបស់លីណាហ្នឹងក៏បានហៅបងប្រុសម្នាក់ហ្នឹងចូលទៅហើយពេលដែលចូលទៅហ្នឹងបងប្រុសម្នាក់ហ្នឹងក៏បានទិញអីផ្ញើអញ្ចឹងណាហើយក៏សួរសុខទុក្ខអីឪពុកម្ដាយរបស់លីណាអញ្ចឹងទៅហើយបន្ទាប់ពីហ្នឹងមកបានប្រហែលជាខ្ទង់មួយអាទិត្យបងប្រុសម្នាក់ហ្នឹងគាត់ក៏បានហៅឪពុកម្ដាយរបស់គាត់ណាដើម្បីចូលទៅសួរលក្ខណៈថាចូលទៅស្ដីដណ្ដឹងលីណាហ្មងណាហើយពេលហ្នឹងបងធីនេះគាត់ក៏នៅក្នុងដែរហើយពេលដែលអញ្ចឹងទៅស្រាប់តែឪពុកម្ដាយរបស់លីណាហ្នឹងគាត់រៀងភ្ញាក់ផ្អើលណាដោយសារតែបងប្រុសម្នាក់ហ្នឹងទៅផ្ទះរបស់លីណាបានម្ដងទេហើយមិនបានជានៅសុកមកចូលដូចថាហៅឪពុកម្ដាយមកស្ដីដណ្ដឹងអញ្ចឹងណាហើយគាត់ក៏ភ្ញាក់ផ្អើលដែរហើយបន្ទាប់មកហ្នឹងគឺលីណាហ្នឹងគាត់ក៏មកពីរៀនវិញក៏គាត់ឃើញថាបងប្រុសម្នាក់ហ្នឹងមានឪពុកម្ដាយមកអញ្ចឹងទៅគាត់ក៏ឆ្ងល់ថាបងប្រុសម្នាក់ហ្នឹងមកទៅអីហើយដល់ពេលដែលអញ្ចឹងបងធីគាត់ក៏សួរលីណាថាមានតំណែងតំណងមួយគ្នារយៈពេលប៉ុន្មានហើយស្រឡាញ់គ្នានឹងមិនមែនបានជាគេចូលមកសួរមកស្ដីអញ្ចឹងហើយសិតតលីណានេះគាត់ឆ្លើយថាអញ្ចេះអត់ទេបងខ្ញុំគ្រាន់តែស្គាល់គាត់ធម្មតាតែដោយសារតែពូនឹងគាត់អាសាទៅញ៉ាំអីនៅក្បែរសាលារបស់ខ្ញុំហើយថ្ងៃមុនហ្នឹងគាត់បានប៉ាវអីខ្ញុំញ៉ាំម្ដងទេបងខ្ញុំអត់មានតំណែងតំណងអីស៊ីជម្រៅទេហើយពេលដែលអញ្ចឹងទៅបងប្រុសម្នាក់ហ្នឹងគាត់ក៏បាននិយាយថាអញ្ចេះគាត់ចាប់ចិត្តទៅលើលីណាហើយគាត់ចង់ស្ដីដណ្ដឹងលីណាហ្នឹងទុកឲ្យហើយមានន័យថាទោះបីជាអត់ទាន់បានរៀបការពេលហ្នឹងក៏ដោយព្រោះលីណាជាប់រៀនអញ្ចឹងគាត់ថាគាត់ចង់ស្ដីដណ្ដឹងទុកនៅពេលដែលលីណារៀនចប់អីចឹងទៅមានការងារធ្វើចាំរៀបការជាមួយគ្នាក៏បានដែរអានេះជាគោលបំណងរបស់បងប្រុសម្នាក់ហ្នឹងអញ្ចឹងណាហើយបន្ទាប់មកហ្នឹងគឺលីណាគាត់ប្រកែកមកបងប្អូនដោយសារតែគាត់ថាគាត់អត់បានស្រឡាញ់ហើយគាត់ក៏អត់ទាន់គិតរឿងរ៉ាវហ្នឹងដែរដោយសារគាត់នៅរៀនហើយរៀងនៅក្មេងណាហើយពេលអញ្ចឹងទៅក៏បងធីក៏ដូចជាគ្រួសាររបស់គាត់ហ្នឹងក៏និយាយទៅកាន់បងប្រុសម្នាក់ហ្នឹងថាគាត់អត់ទេអត់ទាន់គិតរឿងស្នេហាទេហើយពេលអញ្ចឹងបងប្រុសម្នាក់គាត់ថាគាត់សុំអង្វរថាគាត់ស្រឡាញ់លីណាខ្លាំងណាស់ហើយទោះបីជាមិនទាន់បានការក៏ដោយក៏សុំស្ដីដណ្ដឹងទុកខ្លាចលោមានអ្នកណាចូលចែកចៅមុនអញ្ចឹងណាហើយស្រាប់តែពេលហ្នឹងគឺបងធីគាត់ថាអត់ទេបងអូនខ្ញុំគ្នានៅក្មេងណាស់ហើយគ្នាក៏អត់ទាន់គិតរឿងស្នេហាដែរហើយបន្ទាប់ពីហ្នឹងមកគ្រួសារបលីណាក៏គាត់ជំទាស់ទៅគាត់ថាអត់ទាន់គិតគូររឿងហ្នឹងទេព្រោះដោយសារកូនគាត់នៅក្មេងហើយនៅរៀនហើយចាំមើលពេលក្រោយទៅតែគាត់ក៏មិនប្រកាសថាគាត់ទទួលយកដែរអញ្ចឹងណាហើយបន្ទាប់ពីហ្នឹងបងប្អូនបងប្រុសម្នាក់ហ្នឹងគាត់ក៏ដើរចេញពីផ្ទះហ្នឹងទៅជាមួយនឹងពុកម្ដាយរបស់គាត់អញ្ចឹងទៅហើយកន្លងបានពីហ្នឹងប្រហែលជា3ទៅ4ថ្ងៃបងប្រុសម្នាក់ហ្នឹងគាត់នៅទៅញ៉ាំអីនៅក្បែរសាលារបស់លីណាទៀតហើយពេលដែលអញ្ចឹងទៅលីណាគាត់ក៏ដូចថាមិនសូវនិយាយស្ដីហើយបងប្រុសម្នាក់ហ្នឹងទៀតដែរដោយសារតែគាត់គិតថាគាត់អត់ចង់មានតំណែងតំណងអីវែងឆ្ងាយញញ៉ៃជាមួយនឹងបងប្រុសម្នាក់ហ្នឹងទេហើយបងប្រុសម្នាក់ហ្នឹងគាត់ក៏អង្គុយធម្មតាអង្គុយអញ្ចឹងទៅប៉ុន្តែចេះតែសម្លឹងមើលមុខលីណារហូតហើយស្រាប់តែពេលហ្នឹងលីណារសារគាត់ឃើញបងប្រុសម្នាក់ហ្នឹងចេះតែមើលមុខពេកគាត់ក៏បានដើរទៅគិតលុយជាមួយនឹងមិត្តភក្តិរបស់គាត់ហ្នឹងហើយបន្ទាប់ពីហ្នឹងមកស្រាប់តែគាត់ក៏ទៅផ្ទះរបស់គាត់តាមធម្មតាទៅហើយចាប់ពីពេលហ្នឹងមកលីណាគាត់ក៏អត់សូវទៅញ៉ាំអីនៅហ្នឹងដែរដោយសារតែគាត់អត់ចង់ឃើញមុខបងប្រុសម្នាក់ហ្នឹងអញ្ចឹងណាហើយកន្លងទៅបានប្រហែលជាខ្ទង់មួយខែស្រាប់តែថ្ងៃមួយលីណាហ្នឹងគាត់ក៏អត់សូវខ្លួនហើយគាត់ក្តៅខ្លួនក្តៅអីចឹងណាគាត់ក៏អត់ទៅរៀនទៅអីដែរហើយម្ដាយពុករបស់លីណាហ្នឹងក៏សួរថាកូនណាកូនឯងមិនបានទៅរៀនហើយលីណាគាត់ក៏អត់ទៅនិយាយអត់សូវស្ដីទេណាគាត់និយាយថាដូចថាអស់កម្លាំងហោះអីចឹងណាបងប្អូនអញ្ចឹងទៅគាត់ក៏នៅតែក្នុងបន្ទប់របស់គាត់ទៅហើយពេលហ្នឹងមកធីនេះគាត់ក៏ឆ្ងល់ថាហេតុអីបានប្អូនគាត់អត់សូវខ្លួនគាត់ក៏សួរប្អូនណាវាថាគាត់បារម្ភពីប្អូនពេលដែលទៅសួរទៅក៏ឃើញលីណាហ្នឹងគូមុខកន្លងក្រហមភ្នែកយើងស្លេកអញ្ចឹងណាហើយពេលហ្នឹងបងធីគាត់ក៏សប្បាយនាំប្អូនគាត់ទៅពេទ្យទៅហើយពេលដែលនាំទៅពេទ្យក៏គេឲ្យថ្នាំឲ្យអីតាមធម្មតាអញ្ចឹងណាហើយក៏ត្រឡប់មកផ្ទះវិញទៅប៉ុន្តែលីណាគាត់ញ៉ាំថ្នាំពេទ្យដែលឲ្យមកហ្នឹងគឺអត់បានធូរទេបងប្អូនបងធីគាត់ថាគាត់ព្យាយាមឲ្យលីណាញ៉ាំថ្នាំអីតាមពេទ្យប្រាប់ហ្នឹងក៏នៅតែអត់ធូរដែរ
ហើយបន្ទាប់ពីនឹងមកហ្នឹងគឺគ្រួសាររបស់លីណាហ្នឹងក៏នាំលីណាទៅពេទ្យមួយទៀតតែពេទ្យហ្នឹងរៀងធំណាស់ណាហើយគេក៏មើលអាការៈលីណាហ្នឹងទៅគេក៏ដាក់សេរ៉ូមដាក់អីចាក់ថ្នាំចាក់អីឲ្យហើយក៏របៀបថាគេឲ្យថ្នាំអីមកញ៉ាំផ្ទះហ្នឹងទៅហើយអាការៈរបស់លីណាបើតាមពេទ្យមើលទៅដូចជាមិនសូវជាគេហៅថាធ្ងន់ធ្ងរទេគ្រាន់តែលក្ខណៈដូចជាគ្រុនក្តៅគ្រុនអីចឹងណាហើយពេលដែលអញ្ចឹងពេទ្យក៏គេឲ្យថ្នាំអីមកសម្រាប់នៅផ្ទះតាមធម្មតាប៉ុន្តែនៅពេលដែលលីណាហូបថ្នាំពេទ្យហ្នឹងទៀតក៏នៅតែអត់ធូរដែរបងប្អូនហើយអាការៈវិញបងធីក៏ថាលីណាក៏ចាប់ផ្ដើមឆេវឆាវគាត់វាថារោរឿងគាត់ស្រែកគាត់អីពេលដែលគេទៅបន្ទប់របស់គាត់អីក៏អត់បានទេដេញគេចេញពីបន្ទប់ហ្នឹងទៅហើយពេលខ្លះហ្នឹងគឺលីណាហ្នឹងគាត់ក៏លក្ខណៈថាស្រែករបៀបថាស្រែកហ្នឹងគឺដូចមនុស្សធុញអញ្ចឹងបងប្អូនស្រែកអើយចឹងណាហើយពេលហ្នឹងគឺបងធីគាត់ឆ្ងល់មែនទែនហេតុអីបានជាប្អូនមកគាត់នៅសុកទៅជាស្រែកចឹងហើយពេលហ្នឹងបងធីក៏ទៅមើលប៉ុន្តែដល់ពេលដែលទៅមើលហ្នឹងបងប្អូនគឺគាត់ថាលីណាហ្នឹងអត់ចាក់កលឹះទ្វារហើយគាត់ក៏ព្យាយាមគោះទ្វារលីណាហ្នឹងពួកគាត់បារម្ភពីប្អូនហើយបងធីគាត់ក៏សួរថាលីណាអូនឯងពិបាកចិត្តរឿងអីពីណាធ្វើបាបអូនឯងប្រាប់បងមកចាំបងជួយដល់ស្រែកឲ្យប៉ុន្តែនៅពេលដែលបងធីនិយាយចឹងគឺលីណាអត់មានឆ្លើយតបទេហើយបន្ទាប់ពីនឹងមកបងធីក៏សួរថាអូនឯងឃ្លានអីចង់ញ៉ាំអីចាំបងទៅធ្វើឲ្យហើយពេលដែលអញ្ចឹងបងប្អូនគឺបងធីគាត់ថាលីណាណាគាត់បាននិយាយប៉ុន្តែនិយាយនោះគាត់ថាសំឡេងលីណាដូចរឿងប្លែកលក្ខណៈថាសំឡេងយ៉ាងស្អកហើយនិយាយមករឿងធំរឿងកងួរហើយក៏ស្រែកប្រាប់បងធីថាចេះឃ្លានសាច់មន់ហើយនិយាយចឹងប៉ុន្តែសំឡេងមួយនឹងមិនមែនសំឡេងដូចគាត់ធម្មតាទេលក្ខណៈនិយាយមកឃ្លានសាច់មន់ហើយពេលអញ្ចឹងបងប្អូនបងធីក៏ថាប្រហែលជាប្អូនគ្នាអស់កម្លាំងគ្នាឈឺមួយថ្ងៃគ្នាឃ្លានសាច់មន់អីចឹងណាគាត់ក៏ចាប់ដើមទៅធ្វើមន់បងប្អូនគាត់ក៏យកមន់ស្ងោរមន់អីហ្នឹងមកឲ្យប្អូនទៅប៉ុន្តែបងប្អូននៅពេលដែលយកមកឲ្យហ្នឹងគឺលីណាអត់បើកទ្វារឲ្យទេហើយខ្ញុំបញ្ជាក់ពីទស្សនវិជ្ជាផ្ទះរបស់លីណាបន្តិចផ្ទះលីណាគឺជាប្រភេទផ្ទះឈើហើយបន្ទប់លីណាហ្នឹងគឺមានតែមួយទេមានន័យថានៅក្នុងផ្ទះហ្នឹងមានតែបន្ទប់លីណាមួយទេក្រៅពីហ្នឹងគឺថាបងធីនិងឪពុកម្ដាយរបស់គាត់ហ្នឹងគឺសម្រាប់នឹងក្រៅទាំងអស់ហើយបន្ទប់លីណាហ្នឹងគេគ្រាន់តែយកអញ្ចាំងក្តារហ្នឹងយកមកខាន់ធ្វើជាអញ្ចាំងបន្ទប់អញ្ចឹងណាប៉ុន្តែគ្រាន់ថាបើនិយាយពីខាងលើវិញគឺគេអត់យកអញ្ចាំងនោះបិទដដបូលទេគេគ្រាន់តែថាដាក់ប្រហែលជា3ម៉ែត្រអីចឹងពីអានៀបចឹងណាហ្នឹងហើយអាហ្នឹងវាជាទស្សនវិជ្ជានៅក្នុងផ្ទះរបស់លីណាអញ្ចឹងបងប្អូននៅពេលដែលបងធីនឹងគាត់យកមន់ទៅដាក់នៅមុខបន្ទប់លីណាហ្នឹងគាត់ក៏ដើរចេញមកវិញទៅប៉ុន្តែនៅពេលដែលគាត់ដើរចេញមកវិញហ្នឹងលីណាហ្នឹងគាត់ក៏បានបើកទ្វាររបស់គាត់ហ្នឹងហើយក៏យកសាច់មន់តែបងធីគាត់ថានៅពេលដែលលីណាចេញមកមុខបន្ទប់ហ្នឹងគឺលក្ខណៈចេញមកលងលឿនមែនតើហើយចេញមកគាត់ចង់តែថាខ្លាចប្អូនគាត់ដោយសារតែគាត់ឃើញទស្សនវិជ្ជាប្អូនគាត់ហ្នឹងគឺសក់ឡងត្រេនតាយសក់ឡងអញញ៉ៃហើយក៏អាវអីហ្នឹងគឺអញញ៉ៃទៅគឺអត់មានស្អាតបានដូចកាលមុនទេអញ្ចឹងគាត់មានអារម្មណ៍ថាប្អូនគាត់គឺប្លែកមែនតើហើយគាត់ក៏ចាប់ផ្ដើមយកមន់នឹងហើយចូលទៅក្នុងវិញប៉ុន្តែបងប្អូននៅពេលដែលយកមន់ចូលទៅដល់ក្នុងនឹងចាក់កលឹះហើយប្អូនស្រីរបស់គាត់ក៏ស្រែកម្ដងទៀតគាត់ថាមន់ឆៅខ្ញុំឃ្លានមន់ឆៅហើយពេលដែលអញ្ចឹងបងធីគាត់ភ្ញាក់ហ្មងគាត់ថាមិនបានជាប្អូនគាត់ចង់ហូបមន់ឆៅវិញធម្មតាមន់យើងហូបឆៅវាមិនកើតទេមែនទេហើយមិនតែប្អូនគាត់ចង់ហូបមន់ឆៅអញ្ចឹងបងធីគាត់ឆ្ងល់គាត់ថាមិនបានខ្លួនឯងចង់ហូបមន់ឆៅវិញហូបមន់ឆៅអត់ល្អទេប៉ះពាល់ដល់សុខភាពប៉ុន្តែពេលហ្នឹងលីណាស្រែកបងប្អូនស្រែកលក្ខណៈទ្រាំជើងណានៀបទប់មន់ឆៅឃ្លានមន់ឆៅគឺនិយាយចឹងហើយបន្ទាប់ពីហ្នឹងមកលីណាយំហើយពេលហ្នឹងយំឡងអន្ទើនដោយសារតែពេលហ្នឹងបងធីក៏អាណិតប្អូនណាគាត់ថាប្អូនគាត់មិនបានជាឃ្លានដល់ថ្នាក់ហ្នឹងអញ្ចឹងគាត់ក៏ចាប់ដើមធ្វើមន់មួយទៀតបងប្អូនប៉ុន្តែមន់ហ្នឹងគាត់ធ្វើលក្ខណៈរៀងដូចថាកម្អោឆ្អិនពេកហើយរៀងនៅឈាមតិចគាត់ក៏តម្រូវចិត្តប្អូនទៅគាត់ថាបើសិនជាប្អូនចង់បានហើយធ្វើឲ្យគាត់ទៅអញ្ចឹងគាត់ក៏ធ្វើទៅហើយបងប្អូននៅពេលដែលគាត់ធ្វើដាក់ហើយនោះគាត់ហៅលីណាឲ្យបើកទ្វារឲ្យគាត់ថាដើម្បីឲ្យគាត់នឹងយកមន់ឲ្យលីណាអញ្ចឹងប៉ុន្តែបងប្អូនអត់បើកទេអញ្ចឹងមកធីគាត់ក៏យកមន់ហ្នឹងទៅដាក់នៅមុខបន្ទប់លីណាទៅហើយឪពុកម្ដាយរបស់លីណាហ្នឹងក៏និយាយដែរថាកូនឯងមិនបានហូបមន់ឆៅកូនមន់ឆៅវាប៉ះពាល់សុខភាពប៉ុន្តែពេលដែលឪពុកម្ដាយលីណាឬក៏មកធីអីនិយាយទៅគឺអត់មានឆ្លើយតបជាមួយពួកគាត់ទេហើយបានមកស្ទុះក្រោយមកគឺលីណាហ្នឹងក៏បានបើកទ្វារចេញមកយកមន់ប៉ុន្តែពេលហ្នឹងបងធីគាត់ចាំមើលជាមួយនឹងឪពុកម្ដាយរបស់គាត់ហ្នឹងគាត់ថាលីណា
គឺមុខមាត់គាត់គឺឡើងប្រឡាក់ប្រឡោះមិនដឹងប្រឡាក់ប្រឡោះស្អីទេហើយគូភ្នែកវិញគូមួទៅគួរខ្លាចគាត់ថាចម្លែកបងគាត់មិនបានជាអញ្ចឹងណាហើយយកមាត់នឹងហើយចូលទៅក្នុងបន្ទប់នឹងបាត់ទៅដល់ពេលដែលអញ្ចឹងបងធីគាត់ស្ដាប់សំឡេងមើលតើលីណាហ្នឹងគឺធ្វើប្រតិកម្មឬក៏និយាយអីទៀតណាពេលអញ្ចឹងបងប្អូនគឺបងធីគាត់ថាលីណាហ្នឹងគឺហូបមាន់បដាហ្នឹងគឺនិយាយថាអញ្ចឹងលឿនថាដូចឃ្លានខ្លាំងណាហើយសំឡេងមួយហ្នឹងមិនមែនដូចជាសំឡេងលីណាទេគាត់ថាសំឡេងនោះរឿងស្អកអីចឹងណាហើយសំឡេងរឿងធំអញ្ចឹងបងធីគាត់ថាអូនឯងកុំញ៉ាំច្រើនពេកសាច់មាន់ឆៅទេញ៉ាំតិចបានញ៉ាំកន្លែងណាឆ្អិនបានហើយកន្លែងណាយ៉ាងឆៅកុំញ៉ាំអីប៉ុន្តែនៅតែអត់ស្ដាប់ទេបងប្អូនគូលក្ខណៈហូបបដានោះគឺលក្ខណៈធ្វើឃ្លានខ្លាំងណាហើយសំឡេងហ្នឹងគឺលឺចេញមកដល់ក្រៅហ្នឹងហើយស្ទើរពេលហ្នឹងបងធីក៏ដូចជាពងដៃរបស់បងធីហ្នឹងគាត់ក៏ពិភាក្សាគ្នាថាចេះតិចលូលីណាហ្នឹងគាត់ស្រឡាញ់បងប្រុសម្នាក់នោះដែលថាចូលមកសួរគាត់ថ្ងៃមុនហ្នឹងប៉ុន្តែលីណាលាក់បាំងហើយវាថាគាត់អត់ហ៊ាននិយាយអត់ហ៊ានស្ដីអញ្ចឹងណាហើយនៅពេលដែលពងម្ដាយរបស់គាត់បដិសេធអញ្ចឹងទៅគឺថាលីណាក៏ពិបាកចិត្តវាអីទៅជាអញ្ចឹងណាហើយអញ្ចឹងទៅក៏ពងម្ដាយលីណាក៏បានដើរទៅក្បែរបន្ទប់លីណាហ្នឹងក៏បានសួរថាកូនណាម៉ែសួរកូនឯងតាមត្រង់កូនឯងមានស្រឡាញ់រូបប្រុសម្នាក់នឹងអត់ហើយបើកូនឯងស្រឡាញ់គាត់មែនប្រាប់ម៉ែមកម៉ែមិនជំទាស់កូនទេបើសិនជាកូនស្រឡាញ់គាត់ហើយដល់ពេលអញ្ចឹងបងប្អូនគឺម្ដាយរបស់លីណានេះក៏សួរទៅអត់មានឆ្លើយដែរនិយាយទៅគឺអត់មានខ្វល់ជាមួយនឹងឪពុកម្ដាយរបស់គាត់ទេហើយអញ្ចឹងទៅបងធីក៏ថាឥឡូវកុំតាន់អីឲ្យគ្នាហូបចុកអីឆ្អែតសិនទៅមានកម្លាំងសិនទៅព្រោះគ្នាមួយរយៈនេះដូចជាមើលទៅប្រហែលជាគ្នាគិតច្រើនឬក៏មានបញ្ហាអីចឹងណាអញ្ចឹងកុំឲ្យគ្នាគិតច្រើនពេកបន្ទាប់ពីនឹងមកគ្រូសាស្ត្រលីណាក៏គាត់ស្ងាត់ស្ងៀមណាដើម្បីឲ្យលីណានេះគាត់សម្រាកទៅវាថាកុំឲ្យគាត់គិតច្រើនណាហើយលុះដល់យប់ឡើងប្រហែលជាម៉ោង6ម៉ោង7ហ្នឹងគឺដល់បាយពេលល្ងាចអញ្ចឹងបងធីហ្នឹងគាត់ក៏នឹកឃើញថាលីណាគាត់តែងតែចូលចិត្តសម្លម្ជូរព្រោះគេថាជូរផលិតម្ជូរតកួននេះគាត់ចូលចិត្តណាលីណាហើយអញ្ចឹងទៅបងធីគាត់ក៏ចាប់ផ្ដើមស្លម្ជូរលោអីហ្នឹងហើយក៏យកសម្លម្ជូរហ្នឹងเอาមកបន្ទប់លីណាហ្នឹងហើយក៏ហៅលីណាថាអូនណាលីណាបងស្លម្ជូរឲ្យអនឯងញ៉ាំព្រោះអនឯងចូលចិត្តញ៉ាំសម្លម្ជូរឥឡូវអនឯងចេញមកយកមកនេះបងនៅមុខប៉ុន្តែនៅពេលដែលបងធីហៅអញ្ចឹងគឺលីណាអត់មានឆ្លើយតបមួយគាត់ទេហើយអញ្ចឹងទៅគាត់ក៏ចេះព្យាយាមហៅតែហៅក៏អត់បានដែរហើយដល់ពេលដែលអញ្ចឹងបងប្អូនក៏បងធីក៏ដាក់ស្លនៅមុខបន្ទប់របស់លីណាហ្នឹងគាត់ក៏បានដើរត្រឡប់មកវិញនៅពេលដែលបងធីគាត់ដើរត្រឡប់មកវិញបានបន្តិចហ្នឹងគាត់ឮសំឡេងបងអូនរបស់គាត់ស្រែកហ្មងស្រែកថាឃ្លានសាច់ឮស្រីអញ្ចឹងហើយពេលដែលអញ្ចឹងបងធីគាត់ក៏ឆ្ងល់ថាហេតុអីបានបងអូនគាត់មិនហូបសឡម្ជូរព្រោះជាទូទៅបងអូនគាត់នេះចូលចិត្តសឡម្ជូរហេតុអីបានតែរកសាច់វិញអញ្ចឹងណាអញ្ចឹងគាត់ចម្លែកថាបងអូនគាត់គឺប្លែកខ្លាំងមែនតើអញ្ចឹងបងធីគាត់ក៏បាននិយាយទៅកាន់បងអូនគាត់ថាសឡសាច់អីអូនហូបបន្លែខ្លះទៅកុំហូបសាច់រាល់ថ្ងៃពេកអត់ល្អទេហើយពេលដែលអញ្ចឹងបងប្អូនគឺលីណានឹងគាត់ទៅស្រែកហ្មងស្រែកថាឃ្លានសាច់ហើយពេលដែលអញ្ចឹងក៏បងធីគាត់ថាឥឡូវអត់អីទេចាំបងទៅរកមើលទិញសាច់ជ្រូកទិញអីគេមកឲ្យខ្លួនឯងហើយដល់ពេលដែលអញ្ចឹងបងធីហ្នឹងគាត់ក៏ទៅរកទិញសាច់មែនបងប្អូនម៉ោង6ម៉ោង7ហ្នឹងប៉ុន្តែគាត់ថាពេលហ្នឹងរកទិញសាច់បានទេពេលយប់ទៅហើយពេលដែលអញ្ចឹងគាត់ក៏អត់មានជំរឿដែរគាត់ក៏យកមាន់របស់គាត់ដែលចិញ្ចឹមហ្នឹងយកមកធ្វើឲ្យបងអូនរបស់គាត់ទៀតហើយធ្វើហ្នឹងក៏គាត់ធ្វើយ៉ាងឆៅតិចអញ្ចឹងណាដោយសារតែគាត់ធ្វើឆ្អិនក៏ខ្លាចបងអូនរបស់គាត់មិនហូបនិយាយទៅបងធីក៏ស្រឡាញ់បងអូនស្រីរបស់គាត់មែនតើគាត់ក៏ចាប់ដើមយកអាមាន់ហ្នឹងទៅឲ្យបងអូនរបស់គាត់ហើយពេលដែលយកបងប្អូនពេលហ្នឹងវាពេលយប់អញ្ចឹងគាត់ក៏ចាប់ដើមអង្គុយនៅខាងមុខវាថាអាកន្លែងមាត់ទ្វារនេះហើយបន្ទប់បងអូនរបស់គាត់វានៅខាងក្រោយអញ្ចឹងណាអញ្ចឹងគាត់អង្គុយតាមដានមើលបងអូនគាត់បងប្អូនហើយនៅពេលដែលបងធីគាត់ថាលីណាបើកទ្វារចេញមកយកមាន់ហ្នឹងគឺគាត់ឃើញលីណាគាត់ចង់ខ្លាចព្រោះពេលហ្នឹងលីណាក៏កលេចមកមើលគាត់បន្តិចអញ្ចឹងណាហើយពេលដែលកលេចមកហ្នឹងបងប្អូនគាត់ថាមុខលីណាហ្នឹងគូឡងប្រឡាក់ប្រឡោះហើយសំខាន់គាត់ថាភ្នែកលីណាហ្នឹងដូចលក្ខណៈថាខាចហ្មងហើយភ្នែកមើលទៅរៀងលក្ខណៈក្រហមស្លេកគាត់ថាមើលទៅដូចជាប្លែកមិនមែនលីណាអញ្ចឹងនៅពេលដែលយកមាន់នឹងហើយក៏រត់ចូលទៅក្នុងវិញបាត់ទៅហើយក៏បិទទ្វារចូលមាន់ហូបអីតាមធម្មតាអញ្ចឹងទៅតែអ្វីដែលបងធីគាត់សម្គាល់ខ្លាំងហ្នឹងគឺពេលដែលលីណាហូបមាន់ដូចថាមាន់រៀងឆៅហ្នឹងគឺមិនមែនហូបស្ងាត់ស្ងៀមទេគឺសំឡេងតែលឺលក្ខណៈថាលឺអញ្ចឹងលក្ខណៈថាដូចឆ្ងាញ់ណាស់ដូចជាឃ្លានខ្លាំងណាស់អញ្ចឹងណាហើយអញ្ចឹងបងធីគាត់ថាអូនអើយហូបតាមស្រួលលីណាហូបតាមស្រួលអូនហើយពេលដល់អញ្ចឹងបងប្អូនគឺនៅតែហូបអញ្ចឹង
ហើយសត្វដល់ពេលម៉ោង9ម៉ោង10យប់ពេលហ្នឹងមកធីគាត់ក៏សម្រាននៅខាងមុខហ្នឹងអាពងឡាយរបស់គាត់ក៏សម្រាននៅខាងមុខដែរហើយបន្ទប់លីណានៅខាងក្រោយដូចខ្ញុំនិយាយពីដំបូងអញ្ចឹងណាហើយសត្វតែពេលហ្នឹងមកធីគាត់ក៏សម្រានសក់ហ្នឹងណាគាត់ក៏បើកភ្នែកមកបន្តិចបងប្អូននៅពេលដែលមកធីគាត់បើកភ្នែកមកហ្នឹងគាត់ក៏កលេចទៅមើលបន្ទប់ប្អូនរបស់គាត់ប៉ុន្តែនៅពេលដែលគាត់កលេចទៅហ្នឹងពេលហ្នឹងវាដូចថាល្ងិតណាគាត់ក៏មើលឃើញដូចជាស្រមោលស្អីមួយទេនៅលើបន្ទប់របស់លីណាហ្នឹងលក្ខណៈថានៅអាលើអញ្ចាំងក្តារបន្ទប់ណាព្រោះពេលហ្នឹងបន្ទប់លីណាហ្នឹងគឺវាថាអញ្ចាំងក្តារហ្នឹងមិនមែនដល់ដបូលទេណាគឺវាថាប្រហែលជា3ម៉ែត្រពីអានៀតទេអញ្ចឹងគាត់ថាដូចជាមានស្អីមួយនៅលើអាវាថាចុងក្តារហ្នឹងគឺឃើញរឹមនៅហ្នឹងដូចឃើញស្រមោលអីមួយអញ្ចឹងហើយមកធីគាត់ក៏យកទូរស័ព្ទហ្នឹងដើម្បីបើកភ្លើងពិលប្រចាំងមើលប៉ុន្តែនៅពេលគាត់ប្រចាំងមើលគាត់ថាអត់មានឃើញអីទេអញ្ចឹងគាត់ក៏ចាប់ផ្ដើមបិទភ្លើងពិលវិញដើម្បីសម្រានទៅប៉ុន្តែពេលហ្នឹងមកធីគាត់ក៏ឆ្ងល់គាត់ថាមិញគាត់ដូចឃើញស្រមោលស្អីមួយទេនៅបន្ទប់របស់លីណាហ្នឹងអញ្ចឹងគាត់ក៏ចាប់ផ្ដើមទៅថាបើកភ្នែករឹមដើម្បីលបមើលណាស្រាប់តែបងប្អូនបានមកបន្តិចទៀតហ្នឹងគាត់ថាឃើញស្រមោលអីមួយទៀតប៉ុន្តែស្រមោលលើកហ្នឹងគាត់ថារឿងច្បាស់ដូចជារូបរាងមនុស្សស្រីម្នាក់ហើយភ្នែករឿងឡើងក្រហមតិចកំពុងតែសម្លឹងមកកាន់ពួកគាត់ហ្នឹងមានន័យថាកំពុងតែមើលមកកាន់បងធីក៏ដូចជាកំពុងដែរប្រកួតហ្នឹងស្រាប់តែពេលហ្នឹងបងប្អូនបងធីគាត់ក៏ប្រចាំងពិលមើលគាត់ក៏ឃើញមនុស្សស្រីម្នាក់កំពុងតែអង្គុយយួរជើងងាកមកមើលបងធីហ្នឹងហើយគាត់ថាពេលដែលគាត់ប្រចាំងមើលទៅនោះគាត់ចង់ថារត់ចោលកន្លែងលក្ខណៈថាគាត់ឃើញគួរខ្លាចតែគាត់មើលទៅគាត់ថាគឺជាលីណាប៉ុន្តែលីណាហ្នឹងគូគាត់ថាមើលទៅគួរឲ្យខ្លាចមែនតើដោយសារតែសក់គាត់ឡើងអាយ៉ៃគាត់ឡើងប្រឡាក់ហើយបងប្អូនដោយសារតែលីណាហ្នឹងហូបមន់ឆៅហើយប្រឡាក់ហ្នឹងបងប្អូនដឹងហើយប្រឡាក់អីមែនទេហើយលក្ខណៈឡងកវិញកវាមពេញមួយមុខហ្នឹងទៅហើយមើលទៅភ្នែកគូបងធីគាត់ថាឡងក្រហមភ្នែកហើយឡងនិយាយទៅគឺភ្នែកក្រហមហើយមើលមកកាន់គាត់មិនដាក់ភ្នែកហ្មងស្រាប់តែពេលហ្នឹងគាត់ថាកាអាវលីណាអីនោះគឺឡងប្រឡាក់ប្រឡោះពេញហ្នឹងហើយកាអាវដែលគាត់ពាក់ហ្នឹងគឺជាកាអាវសិស្សសាលាដែលគាត់ទៅរៀនរាល់ថ្ងៃហ្នឹងបងប្អូនគឺពាក់កាអាវហ្នឹងតែម្ដងហើយអញ្ចឹងទៅបងប្អូនហើយគឺបងធីគាត់ក៏ប្រចាំងឃើញទៅគាត់ថាមិនបានបងប្អូនគាត់ឡើងទៅអង្គុយលើនឹងស្រួលម៉េះហើយធម្មតាលើស្រីបងប្អូនគឺថាស្លៀកសពុតស្លៀកអីអាកាអាវរៀនហ្នឹងហើយអាវហ្នឹងគឺថាមិនបានជាឡើងលើនឹងរួចឲ្យអង្គុយទៅធម្មតាអញ្ចឹងប៉ុន្តែអង្គុយហ្នឹងគឺលក្ខណៈយកជើងចេញមកក្រៅបន្ទប់ហើយបែរមកមើលបងធីក៏ដូចជាម្ដាយពុករបស់គាត់ហ្នឹងហើយភ្នែកឡើងកលែងអញ្ចឹងទៅហើយពេលបងធីគាត់ឃើញអញ្ចឹងគាត់ចង់ខ្លាចគាត់ថាបងអូនឯងមិនបានទៅឡើងអង្គុយលើនឹងលីណាពេលដែលគាត់ស្រែកអញ្ចឹងស្រាប់តែលីណាហ្នឹងគឺបែរលើកជើងមកគាត់ប្របែរទៅលូតចូលទៅក្នុងបន្ទប់របស់គាត់វិញទៅហើយពេលដែលអញ្ចឹងបងធីគាត់ក៏ឆ្ងល់គាត់ថាបងអូនស្រីរបស់គាត់មិនបានជាអញ្ចឹងពូពីមុនណាបងអូនស្រីរបស់គាត់មិនមែនអញ្ចឹងទេគឺទន់ភ្លន់លក្ខណៈថាបែបជាមនុស្សស្រីប៉ុន្តែគាត់ថាឃើញរូបភាពមួយហ្នឹងគឺមិនមែនដូចជាមនុស្សស្រីទេអញ្ចឹងបងធីគាត់ក៏បានដើរទៅគោះទ្វារលីណាម្ដងទៀតថាលីណាអូនឯងចេញមកងូតទឹកមួយអីបងគឺអូនឯងប្រឡាក់ពេញខ្លួនប្រឡាក់អីអស់នេះតែពេលហ្នឹងគឺបងធីគាត់ថាលីណាហ្នឹងក៏និយាយមកកាន់គាត់គូនិយាយថាអញមិនអោយពួកឯងបានសុខទេស្រាប់តែពេលហ្នឹងបងធីក៏ដូចជាពុកម្ដាយប្រកួតក៏ភ្ញាក់មកទាំងអស់គ្នាហ្នឹងទៅហើយក៏សួរថាអ្មិនបានជាកូនឯងនិយាយភាសាអញ្ចឹងកូនឯងពីមុនមកមិនដែលនិយាយភាសាអញហែងអញ្ចឹងទេណាហើយកូនឯងគិតមិនខ្មិចកូនឯងពិបាកចិត្តរឿងអីកូនឯងប្រាប់ម៉ែប្រាប់ប៉ាមកមិនបានជាកូនឯងធ្វើអីប្លែកៗអញ្ចឹងហើយស្រាប់តែពេលហ្នឹងគូលីណាឆ្លោយមកវិញប៉ុន្តែសំឡេងបងប្អូនគឺបងធីគាត់ថាសំឡេងគឺមិនមែនជាសំឡេងលីណាទេហើយគាត់និយាយទៅកាន់បងធីក៏ដូចជាឪពុកម្ដាយបងធីហ្នឹងថាអញមិនអោយអាណាយកវាបានទេក្រៅពីអញនិយាយអញ្ចឹងហើយពេលអញ្ចឹងបងធីគាត់ឆ្ងល់ថាអ្មិនបានជាបងគាត់និយាយចម្លែកអញ្ចឹងមកធីគាត់ព្យាយាមនិយាយទៅកាន់បងគាត់ថាណាអូនឯងមានរឿងអីអូនឯងប្រាប់បងមកអូនឯងពិបាកចិត្តរឿងអីបងអត់ស្ដីបន្ទោសអូនឯងទេអូនឯងប្រាប់បងការពិតមកអូនឯងចង់បានអីប្រាប់បងមកហើយដល់ពេលដែលអញ្ចឹងបងប្អូនគឺលីណាហ្នឹងគឺនិយាយថាឃ្លានហើយពេលដែលអញ្ចឹងបងធីគាត់ថាឃ្លានអីគេប្រាប់បងមកចាំបងទៅធ្វើឲ្យឃ្លានត្រឡំជូរមែនប៉ុន្តែពេលហ្នឹងលីណាក៏និយាយថាឃ្លានសាច់និយាយអញ្ចឹងអញ្ចឹងមកធីគាត់ឆ្ងល់គាត់ថាមិនបានច្បងគាត់ឃ្លានតែសាច់អញ្ចឹងហើយតែចម្លែកខុសពីធម្មតាហើយដល់ពេលអញ្ចឹងមកធីគាត់ក៏នឹកឃើញហើយគាត់ក៏និយាយទៅកាន់ពុកម្ដាយរបស់គាត់ថាពុកម៉ែឥឡូវសាអុចធូរអីមើលគីឡូអ្នកថែអាសាហ្នឹងគេខឹងសបាអីចឹងណាហើយរបៀបថាគេប្រកាន់លីណាអញ្ចឹងទៅហើយឪពុកម្ដាយរបស់បងធីហ្នឹងគាត់ក៏បានអុចធូរអីនិយាយទៅប៉ុន្តែបងប្អូននៅពេលដែលឪពុកម្ដាយបងធីកំពុងតែអុចធូរនិយាយហ្នឹង
គឺស្រាប់តែលីណាស្រែកបងប្អូនស្រែកផងទ្រាំជើងផងស្រែកផងទ្រាំជើងផងក្តៅណាស់ឲ្យពេលដែលអញ្ចឹងបងធីគាត់ឆ្ងល់មែនទែនគាត់ថាមិនបានជាគាត់អុជធូបដើម្បីទៅថាកុំឲ្យប្រកែប្រកាន់មិនបានជាទៅស្រីថាក្តៅណាស់អញ្ចឹងណាបងធីនេះគាត់ក៏បានសួរទៅកាន់លីណាទៀតគាត់ថាអូនបងអុជធូបសុំសំណុកសុខសប្បាយមែនអញថាក្តៅវិញហើយពេលដែលអញ្ចឹងបងប្អូនស្រាប់តែលីណាហ្នឹងគូនិយាយមកប៉ុន្តែសំឡេងមួយហ្នឹងបងធីគាត់ថាមិនមែនជាលីណាទេគូគាត់ថាឮសំឡេងដូចមនុស្សផ្សេងពីខុសពីលីណាអញ្ចឹងក៏និយាយថាអញនឹងធ្វើឲ្យវាងាប់ហើយពេលដែលអញ្ចឹងបងប្អូនស្រាប់តែបងធីគាត់បារម្ភណាបងប្អូនគាត់បារម្ភខ្លាំងមែនទែនគាត់ថាប្រហែលជាមានរឿងរ៉ាវអីឯលីណានៅក្នុងបន្ទប់ហ្នឹងគាត់ក៏សម្រេចចិត្តក្នុងការយកអាញួរមករុញទ្វារបងប្អូនប៉ុន្តែនៅពេលហ្នឹងគឺគាត់ថាព្យាយាមរុញទ្វាររុញអីហ្នឹងគឺវាតែបញ្ចុកកលឹះគាត់រុញទ្វារគាត់វាយទ្វារហ្នឹងរយៈពេលប្រហែលជាខ្ទង់ចិត្តកន្លះម៉ោងបានរុញទ្វារហ្នឹងទៅហើយបន្ទាប់ពីគាត់រុញចូលទៅហ្នឹងបងប្អូនបងធីគាត់ថាគាត់សឹងតែខ្លាចហើយគាត់អាណិតប្អូនគាត់មើលទៅគាត់ថាក្នុងបន្ទប់ហ្នឹងរាយប៉ាយមិនដឹងស្អីទេមានអាសាច់មាន់ហ្នឹងមានអាឆ្អឹងមាន់ហ្នឹងបោះគវាសពេញបន្ទប់ហើយគាត់ថាអ្វីដែលសំខាន់ណាសាច់មាន់ណាគឺអាឆ្អិនណាគឺនៅប៉ុន្តែអាឆៅគឺអស់ហើយអ្វីដែលគាត់ភ្ញាក់ផ្អើលមួយទៀតណាគាត់ថាលីណានឹងកំពុងតែដេកស្ដុកស្ដឹងបងប្អូនលក្ខណៈថាអត់មានកម្លាំងកំហែងណាហើយមើលទៅដូចជាអត់មានសាច់អត់មានឈាមទេគឺលក្ខណៈថាស្វិតអស់លីងលក្ខណៈមើលទៅគឺសល់តែឆ្អឹងណាហើយអ្វីដែលបងធីគាត់ថាប្អូនគាត់នេះគឺប្លែកខ្លាំងនោះគឺថាសក់បងប្អូនអាកន្លែងសក់ក្បាលរបស់គាត់ហ្នឹងគឺជ្រុះសង្កថាចិត្តអស់មុខស្លក់ឡើងស្លេកអស់ហើយបងប្អូនដូចអត់មានជាតិដូចវាថាមនុស្សដែរបានហូបអីហើយសភាពរបស់លីណាហ្នឹងបងធីថាកំពុងតែដេកស្ដុកស្ដឹងហើយដកដង្ហើមមួយរបៀបថាដូចមនុស្សអស់កម្លាំងខ្លាំងអញ្ចឹងណាបងប្អូនហើយបងធីគាត់ថាគាត់ឃើញបែបហ្នឹងគាត់ក៏រត់ទៅអោបប្អូនគាត់លើកប្អូនគាត់ដាក់លើផ្លូវហើយគាត់សួរថាអូនមិនបានយកអញទៅជាបែបហ្នឹងអូនហើយបងធីក៏ព្យាយាមហៅប្អូនគាត់ហៅថាលីណាអូនលីណាប៉ុន្តែគាត់ថានៅពេលដែលហៅលីណាហ្នឹងគឺលីណាអត់មានឆ្លើយមកគាត់ទេគឺលក្ខណៈថានៅស្ដុកស្ដឹងនៅរបៀបថាដូចមនុស្សអត់ដឹងអីចឹងគឺធម្មតាអត់មានលឺអីអត់មានឆ្លើយអីជាមួយគាត់ទេហើយពេលដែលអញ្ចឹងបងធីគាត់ថាម៉ែចាប់យកលីណាទៅពេទ្យអញ្ចឹងទៅគាត់ក៏ចាប់ដើមរូតរះដឹកប្អូនគាត់ទៅពេទ្យប៉ុន្តែពេលហ្នឹងគាត់ថាលើកខ្លួនលីណាទៅគឺឡើងទុនលវុនលវាយអស់ហើយបងប្អូនលក្ខណៈថាដូចជាអត់មានអីនឹងខ្លួនណាហើយស្ទើរតែពេលហ្នឹងម្ដាយរបស់លីណាហ្នឹងក៏ពឹងពាក់របៀបថាអ្នកដែលនៅក្បែរហ្នឹងគេមានឡានអញ្ចឹងណាដើម្បីឲ្យជួយលីណាទៅពេទ្យដោយសារតែខ្លួនមកគាត់ទុនអស់ហើយជិះម៉ូតូគាត់កើតដែរអញ្ចឹងទៅក៏ចាប់ដើមទៅរកអ៊ីហ្នឹងទៅនៅពេលដែលរកអ៊ីហ្នឹងមកអ៊ីហ្នឹងក៏មកជួយណាគាត់ក៏យកឡានយកអីមកទៅប៉ុន្តែនៅពេលដែលអ៊ីហ្នឹងគាត់ឡើងមកឃើញសភាពលីណានេះគាត់ក៏សួរថាលីណាហ្នឹងកើតអីហើយនេះបានជាអញ្ចឹងជួបសក់ជួយអស់អញ្ចឹងហើយអញ្ចឹងទៅម្ដាយរបស់លីណាហ្នឹងក៏រាយរាប់ណាថាលីណាហ្នឹងគឺគាត់ប្លែកគាត់អត់ដែលចេញក្រៅពីបន្ទប់ទេហើយគាត់ឃ្លានរត់តែសាច់ហើយសាច់រត់សាច់ឆៅទៀតហើយគាត់ថាពីមុនមកមិនដែលអញ្ចឹងទេហើយអ៊ីហ្នឹងក៏និយាយថាតិចលីណាហ្នឹងត្រូវអំពើគេទៅហើយពេលដែលអញ្ចឹងម្ដាយឪពុករបស់លីណាហ្នឹងក៏ចាប់ដើមភ្ញាក់ខ្លួនព្រឺថាតិចកូនគាត់នឹងត្រូវអំពើអញ្ចឹងណាហើយអញ្ចឹងបងធីក៏ភ្ញាក់ខ្លួនដែរគាត់ថាតិចត្រូវអំពើគេប៉ុន្តែពេលហ្នឹងគាត់នឹកអត់ឃើញគាត់ថាមិនត្រូវអំពើពីណាបើលីណាគាត់ស្លូតគាត់មិនដែលទៅរករឿងពីណាផងហ្នឹងហើយពេលអញ្ចឹងអ៊ីហ្នឹងគាត់ក៏សួរដេញដោលថាមើលឥឡូវលីណាហ្នឹងធ្លាប់មានតំណែងតំណងមួយពីណាឬក៏មានកំហឹងឬក៏ឆ្លោះគ្នាមួយពីណាអត់ចឹងណាពេលហ្នឹងគឺបងធីហ្នឹងក៏សាប់តែនឹកឃើញហើយបងប្អូននឹងបងធីក៏នឹកឃើញយ៉ាងអីហ៎គឺគាត់នឹកឃើញបរិសម្នាក់ថ្ងៃមុននោះដែលចូលមកសួរនាំលីណានោះហើយក៏ត្រូវបានបដិសេធហ្នឹងគាត់ក៏នឹកឃើញថាតិចលោបរិសម្នាក់ហ្នឹងធ្វើអំពើទៅលើប្អូនស្រីរបស់គាត់ហើយស្ទើរតែពេលហ្នឹងមកធីក៏ដូចជាពងដៃរបស់គាត់ក៏នាំគ្នាភ្ញាក់ខ្លួនព្រឺតដែរម្ដងដោយសារគាត់នឹកឃើញយ៉ាងហ្នឹងពេលដែលអ៊ីហ្នឹងគាត់និយាយចឹងទៅគាត់នឹកឃើញគាត់ថាពីមុនមកគាត់អត់ដែរនឹកឃើញទេគាត់អត់បានចាប់អារម្មណ៍ហើយពេលហ្នឹងគាត់ក៏បានប្រាប់ទៅកាន់អ៊ីម្នាក់ហ្នឹងហើយអ៊ីម្នាក់ហ្នឹងគាត់ក៏បាននិយាយថាអ៊ីណាហ្នឹងប្រហែលជាត្រូវអំពើគេមែនហើយព្រោះសភាពហ្នឹងគឺគាត់ថាដឹងច្បាស់ដោយសារតែគាត់ធ្លាប់មានអ្នកដែលស្គាល់គ្នាហ្នឹងគឺត្រូវអំពើស្តៀងនឹងលីណាអញ្ចឹងហើយអញ្ចឹងទៅឪពុកម្ដាយលីណាក៏ដូចជាបងធីនេះក៏សួរទៅកាន់អ៊ីម្នាក់ហ្នឹងថាឥឡូវបើសិនជាអញ្ចឹងយើងគួរធ្វើម៉េចហើយអ៊ីម្នាក់ហ្នឹងក៏និយាយថាឥឡូវយើងគួរទៅរកគ្រូទៅដើម្បីគ្រូក៏ជួយទៅព្រោះជំងឺហ្នឹងមិនមែនជាជំងឺបែបពេទ្យមើលបានទេហ
ហើយពេលដែលអញ្ចឹងទៅអ៊ីហ្នឹងគាត់ក៏ស្គាល់គ្រូម្នាក់អញ្ចឹងពួកគាត់ក៏យកលីណាដាក់លើឡានទៅហើយក៏ដឹកលីណាសម្ដៅទៅផ្ទះគ្រូហ្នឹងទៅប៉ុន្តែនៅពេលដែលទៅដល់ផ្ទះគ្រូហ្នឹងបងប្អូនស្រាប់តែគ្រូហ្នឹងគាត់និយាយថាលីណាហ្នឹងគឺត្រូវអំពើគេមែនហើយអំពើហ្នឹងគឺមិនមែនទើបតែត្រូវទេគឺត្រូវប្រហែលជាខ្ទង់កន្លះខែហើយពេលដែលអញ្ចឹងបងប្អូនឪពុកម្ដាយក៏ដូចជាបងធីនេះក៏នាំគ្នាដូចថាភ្ញាក់ផ្អើលមែនតើហើយក៏នាំគ្នាបបគ្រូណាថាលោកគ្រូជួយកូនខ្ញុំផងលោកគ្រូជួយកូនខ្ញុំផងអញ្ចឹងលោកគ្រូក៏បាននិយាយថាលោកគ្រូមើលសភាពហ្នឹងគឺលោកគ្រូមិនអាចជួយបានទេដោយសារតែអ្នកដែលគេធ្វើខាងនោះហ្នឹងគឺគេខ្លាំងណាស់អញ្ចឹងលោកគ្រូមិនអាចបានទេប៉ុន្តែលោកគ្រូក៏ស្គាល់គ្រូម្នាក់ទៀតគាត់ថាលោកគ្រូម្នាក់ទៀតហ្នឹងគឺគាត់នៅឆ្ងាយបន្តិចម្លងប្រហែលជា3ខែហើយត្រូវទៅដល់តាមរយៈពេលកំណត់មួយបើសិនជាទៅមិនដល់តាមពេលកំណត់ទេគឺលីណានឹងមិនអាចជួយបានទេហើយពេលអញ្ចឹងបងប្អូនបងធីគាត់ក៏សួរថាតើលោកគ្រូម្នាក់ហ្នឹងនៅខេត្តណាហើយអញ្ចឹងទៅក៏លោកគ្រូក៏បានប្រាប់ថានៅខេត្តនេះខេត្តនោះអញ្ចឹងណាហើយបន្ទាប់មកទៀតហ្នឹងគឺលោកគ្រូបានផ្ដាំថាទៅឲ្យទាន់ពេលវេលាបើមិនទាន់ពេលវេលាទេមិនអាចជួយសង្គ្រោះជីវិតលីណាបានទេគេនឹងយកលីណាទៅហើយអញ្ចឹងបងប្អូនបងធីគាត់ថាគាត់ភ័យខ្លាំងមែនគាត់ក៏រូតរះហើយក៏ចាប់ដើមយកលីណាទៅដាក់ឡានទៅហើយពេលហ្នឹងលោកគ្រូក៏បានផ្ដាំដែរគាត់ថាបើសិនជាលីណាហ្នឹងទីហូបសាច់ឆៅទៀតហាមឲ្យលីណាហូបសាច់ឆៅហើយលោកគ្រូក៏បានផ្ដាំទៀតថាត្រូវយកលីណាហ្នឹងទៅដល់ផ្ទះលោកគ្រូហ្នឹងមុនម៉ោង6ហាមទៅដល់ក្រោយម៉ោង6បើសិនជាទៅដល់ក្រោយម៉ោង6គឺលីណាហ្នឹងនៅត្រូវបាត់បង់ជីវិតហើយបញ្ជាក់ទីបងប្អូនកំឡុងពេលដែលបងធីក៏នៅផ្ទះលោកគ្រូហ្នឹងគឺម៉ោង2កន្លះជិត3ហើយអញ្ចឹងគាត់ត្រូវទៅដល់ហ្នឹងមុនម៉ោង6អញ្ចឹងបងប្អូនគិតមើលទៅថាសមប៉ុន្មានម៉ោងមែនទេអញ្ចឹងវាសល់ប្រហែលជា2ទៅ3ម៉ោងឯងមែនទេអញ្ចឹងគឺគាត់ត្រូវទៅដល់ផ្ទះលោកគ្រូហ្នឹងមុនម៉ោង6ដាច់ខាតអញ្ចឹងបងធីគាត់ក៏បានសបេសបាដើម្បីបញ្ញាប់យកលីណាហ្នឹងឡើងឡានដើម្បីទៅប៉ុន្តែបងប្អូននៅពេលដែលកំពុងតែបើកនៅតាមផ្លូវហ្នឹងដោយសារតែខេត្តហ្នឹងវាម្លង3ខេត្តហើយណាមួយផ្លូវវាពិបាកអញ្ចឹងគឺតកងឡានដែលទៅជាកូនប្រុសរបស់អ៊ីម្នាក់ហ្នឹងគាត់ព្យាយាមបើកហើយគាត់នឹងក្មេងណាគាត់បើកលឿនមែនតើប៉ុន្តែនៅពេលដែលគាត់បើកហ្នឹងដល់ពាក់កណ្ដាលផ្លូវណាស្រាប់តែពេលហ្នឹងឡានគាត់ហ្នឹងគឺវាបែកកង់ហើយបើថាផ្លូវដែលខេត្តហ្នឹងគាត់បើកលឿនពេកចុះហើយវាដូចថាយូរទៅដៅកង់ដៅវាបែកកង់អញ្ចឹងណាហើយពេលដែលអញ្ចឹងបងប្អូនគឺបងធីគាត់ចាប់ដើមភ័យហ្មងគាត់ថាខ្លាចលុតទៅអត់តណោះអញ្ចឹងគាត់ក៏ចាប់ដើមសបេសបាដើម្បីជួយដូរកង់ដូរអីឡានហ្នឹងហើយពេលហ្នឹងបងប្អូនកូនរបស់អ៊ីម្នាក់ដែលថាជាអ្នកបើកបរឡានហ្នឹងគាត់អត់សូវចេះដូរកង់ឡានទេហើយបងធីគាត់អត់សូវចេះដែរហើយបើកបរផ្លូវខេត្តបងប្អូនដឹងហើយគឺថាកន្លែងខ្លះវាអត់មានកន្លែងដែលប៉ះកង់ប៉ះអីទេអញ្ចឹងគាត់ក៏ត្រូវព្យាយាមដើម្បីដោះកង់ឡានថោអីបញ្ញាបញ្ញាប់អញ្ចឹងណាពូខ្លាចខកពេលវេលាអញ្ចឹងគាត់ថានៅពេលដែលគាត់ដូរហើយហ្នឹងវាម៉ោង 4:45 នាទីទៅហើយអញ្ចឹងគាត់ក៏ចាប់ដើមបន្តដំណើរបើកឡានបើឲ្យលឿនហ្នឹងទៅបងប្អូនបងធីគាត់ក៏ទៅទឿនអូនហ្នឹងឲ្យបើកលឿនទៅអូនអើយជួយបងអូនជួយបងបើកឲ្យលឿនទៅអូនបើកលឿនទៅហើយពេលដែលគាត់បើកទៅដល់ខេត្តទី2គឺវាម៉ោង 5:20 នាទីទៅហើយវាសល់ពេលតែ40នាទីទេមែនទេអញ្ចឹងបងធីគាត់ក៏ទៅទឿនអូនឲ្យបើកឲ្យលឿនហ្នឹងទៅហើយតាមផ្លូវខេត្តបងប្អូនវាមិនមែនស្រួលទេផ្លូវមួយចំនួនពេលហ្នឹងហើយពេលហ្នឹងគឺស្រាប់តាលីណាហ្នឹងភ្ញាក់ខ្លួនមកបងប្អូនហើយភ្ញាក់ខ្លួនហ្នឹងគឺទារោសាច់ហ្មងលឿនថាទារោសាច់ឆៅហើយគ្រូសាបងធីហ្នឹងគាត់ក៏ធ្វើតាមបណ្ដាំលោកគ្រូបានផ្ដាំមែនទេគឺហាមមិនឲ្យលីណាហ្នឹងហូបសាច់ឆៅទេអញ្ចឹងគាត់ក៏ឲ្យអីផ្សេងណាគាត់ទិញដូចជានំដូចជាស្អីផ្សេងហ្នឹងទៅក្រៅវាសាច់ហើយបងប្អូនបងធីគាត់ថារូបភាពរបស់លីណាហ្នឹងគឺមើលទៅភ្នែកគាត់ក្លាប់ចាក់ប្រះជួយប្រះស្ដាំវាថានៅអត់ស្ងៀមហើយគាត់ទៅទាររោសាច់ចឹងទៅប៉ុន្តែបងធីគាត់ក៏ព្យាយាមឲ្យប្អូនគាត់ឲ្យនឹងអត់ឲ្យប្អូនគាត់គឺប្រះទេប៉ុន្តែអ្វីដែលបងធីគាត់ថាអាណិតប្អូនរបស់គាត់ហ្នឹងគឺគ្នាលក្ខណៈថាតដោលក្ខណៈដូចឃ្លានខ្លាំងដូចទ្រាំម្បាលដូចចង់ដាច់ខ្យល់អញ្ចឹងពេលដែលអញ្ចឹងទៅបងធីគាត់ទៅស្រែកប្រាប់អូនឲ្យបើកឡានហ្នឹងអូនឲ្យលឿនទៅហើយពេលហ្នឹងគឺគ្នាអត់ស្គាល់ផ្ទះគ្រូនឹងច្បាស់ទេព្រោះទៅថាគ្រូគាត់គ្រាន់ចោលបង្ហាញថានៅភូមិនេះឈ្មោះអីអញ្ចឹងគាត់បើកទៅដល់ភូមិហ្នឹងទៅវាម៉ោង 5:55 នាទីទៅហើយពេលហ្នឹងបងធីគាត់ថាសោះពេលតែ5នាទីទៀតទេគឺដល់ម៉ោង6ហើយបងធីគាត់ង្រួនជើងផងគាត់អីផងគ្រូសារបស់គាត់គឺនាំគ្នាតែងប៉ុន្តែពេលហ្នឹងគឺនៅសួររកផ្ទះគ្រូហ្នឹង
បើកឡានបដានឹងគាត់ឈប់សួរគេអញ្ចឹងណាថាផ្ទះគ្រូនៅណានៅណីអញ្ចឹងទៅហើយបងប្អូនដឹងអីយើងមិនមែនទៅរកទៅចំភ្លាមណាទៅសួរទៅអ្នកភូមិក៏គេចោលទៅនោះគាត់ក៏បានសួរទៅប៉ុន្តែបងប្អូននៅពេលដែលគាត់ទៅដល់ផ្ទះគ្រូហ្នឹងមកដល់កន្លែងខ្លងទ្វារចូលផ្ទះគ្រូហ្នឹងណាគឺម៉ោង6គត់បងប្អូនម៉ោង6គត់តែម្ដងហើយសិតតែពេលហ្នឹងបងប្អូនបងធីគាត់ក៏កលេទៅផ្ទះលោកគ្រូហ្នឹងគាត់ក៏បានឃើញលោកគ្រូម្នាក់ហ្នឹងប៉ុន្តែគាត់ឃើញលោកគ្រូម្នាក់ហ្នឹងកំពុងតែរងចាំគាត់នៅមុខផ្ទះហ្នឹងតែម្ដងហើយប៉ុន្តែគាត់សង្កេតឃើញលោកគ្រូម្នាក់ហ្នឹងគឺដាក់ទឹកមុខចុះហើយក៏លក្ខណៈកប៊ីក្បាលតិចចឹងទៅបងធីគាត់ក៏ចាប់ដើមចុះពីលើឡានភ្លាមក៏លុតជង្គង់បងប្អូនគាត់លុតជង្គង់សំពះលោកគ្រូនឹងថាលោកគ្រូជួយបងអូនខ្ញុំផងលោកគ្រូជួយបងអូនខ្ញុំផងលោកគ្រូជួយបងអូនខ្ញុំផងគិតតែស្អីចឹងប៉ុន្តែលោកគ្រូនឹងគាត់ក៏បាននិយាយថាយឺតពេលបន្តិចហើយលោកគ្រូមិនអាចជួយបានទេហើយពេលដែលអញ្ចឹងបងប្អូនគឺគ្រួសាររបស់បងធីនឹងក៏នាំគ្នាលុតជង្គង់សំពះអំបរលោកគ្រូនឹងគ្រប់គ្នាប៉ុន្តែលោកគ្រូនឹងក៏គាត់បាននិយាយថាគាត់រងចាំយូរដែរហើយអញ្ចឹងមានន័យថាម៉េចបងប្អូនមានន័យថាលោកគ្រូនឹងគាត់ដឹងមុនទៅហើយគាត់គឺបានរងចាំផ្លូវរបស់បងធីហ្នឹងរៀងយូរដែរហើយអញ្ចឹងមានន័យថាលោកគ្រូម្នាក់ហ្នឹងគាត់ដឹងច្បាស់ណាស់ថានឹងមានគេមករកគាត់ឲ្យជួយប៉ុន្តែវាជាអកុសលដែលបងធីហ្នឹងគាត់ទៅយឺតបន្តិចហើយពេលដែលអញ្ចឹងបងប្អូនគឺលោកគ្រូម្នាក់ហ្នឹងគាត់ក៏បាននិយាយថាចាំលោកគ្រូជួយប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតបានទេគ្រាន់តែលោកគ្រូអាចជួយទាញយកវិញ្ញាណឬក៏ព្រលឹងហ្នឹងដើម្បីឲ្យនាងមកវិញកុំឲ្យគេគ្រប់គ្រងបានអញ្ចឹងឪពុកម្ដាយរបស់លីណានេះគាត់អង្វរលោកគ្រូនឹងដើម្បីជួយសង្គ្រោះជីវិតលីណាហ្នឹងប៉ុន្តែលោកគ្រូគាត់បាននិយាយថាគាត់មិនអាចជួយបានទេបើសិនជាមកឲ្យបានមុនម៉ោង6គាត់នឹងអាចជួយបានប៉ុន្តែរឿងនេះគាត់មិនអាចជួយបានទេគាត់សូមអធិស្ឋានផងហើយពេលហ្នឹងលោកគ្រូគាត់ក៏បានឲ្យបងធីហ្នឹងយកលីណាទៅកន្លែងមួយដែលលោកគ្រូនឹងក៏បានរៀបចំទុកជាស្រេចហើយគាត់ក៏ចាប់ដើមធ្វើពិធីទៅបងប្អូនពេលដែលលោកគ្រូគាត់ធ្វើពិធីហ្នឹងគាត់ក៏យករូបមនុស្សម្នាក់ប៉ុន្តែរូបមនុស្សម្នាក់ហ្នឹងគឺជាលក្ខណៈរូបគេផ្សូនណាហើយគឺជារូបមនុស្សប្រុសប៉ុន្តែបងធីគាត់អត់ដឹងថាលោកគ្រូគាត់ចង់ធ្វើបែបម៉េចទេគាត់គ្រាន់តែបានអង្គុយមើលលោកគ្រូហ្នឹងណាគាត់ក៏បានយករូបបរិសម្នាក់ហ្នឹងទៅហើយគាត់ក៏យកសក់របស់លីណានេះយកមករុំជាមួយនឹងរូបប្រុសម្នាក់ហ្នឹងហើយបន្ទាប់ពីហ្នឹងមកបងប្អូនលោកគ្រូគាត់បានធ្វើពិធីធ្វើអីហើយគាត់ក៏បានប្រាប់ថាយកសាកសពហ្នឹងទៅប៉ុន្តែមិនឲ្យបូជាទេគឺឲ្យបញ្ចុះហើយបន្ទាប់មកហ្នឹងបានរយៈពេលប្រហែលជាមួយអាទិត្យក្រោយគឺឲ្យធ្វើតាមលោកគ្រូប្រាប់នៅក្នុងថ្ងៃទី7ហ្នឹងពេលដែលបងប្អូនគេមកធ្វើបុណ្យធ្វើអី7ថ្ងៃហ្នឹងគឺនាំគ្នាសង្កេតមើលថាតើនៅក្នុងផ្ទះមួយហ្នឹងមានក្អែបមួយរាងធំដែលវាថាខុសពីធម្មតាហើយអញ្ចឹងបើសិនជាឃើញក្អែបមួយហ្នឹងគឺចាប់មកប៉ុន្តែចាប់ហ្នឹងគឺមិនឲ្យយកដៃខ្លួនឯងផ្ទាល់ហ្នឹងទៅប៉ះទេគឺរកអីធ្លាប់រកកណាត់រកអីមួយនិយាយទៅកុំឲ្យប៉ះដៃផ្ទាល់ចាប់ក្អែបហ្នឹងមកហើយលោកគ្រូហ្នឹងគាត់ក៏បានឲ្យរូបដែលគាត់ផ្សូនហ្នឹងទៅជាមួយនឹងបងធីដែរពេលដែលអញ្ចឹងបងប្អូនស្រាប់តែដល់ថ្ងៃទី7ហ្នឹងពេលហ្នឹងកំពុងតែគេធ្វើបុណ្យ7ថ្ងៃមែនហើយបងធីក៏ដូចជាគ្រួសាររបស់គាត់ហ្នឹងគឺធ្វើតាមអ្វីដែលគ្រូប្រាប់គឺនៅលើផ្ទះហ្នឹងគាត់ក៏សង្កេតមើលជុំវិញផ្ទះហ្នឹងស្រាប់តែពេលហ្នឹងបងប្អូនគឺមានក្អែបមួយមែនដែលក្អែបមួយហ្នឹងគឺនៅក្នុងបន្ទប់របស់លីណាហ្នឹងតែម្ដងពេលហ្នឹងបងធីគាត់ថាគាត់ឃើញក្អែបហ្នឹងចម្លែកខុសគេធំមករៀងខ្មៅអញ្ចឹងបងធីគាត់ក៏ចាប់ដើមយកអីមកកណាត់អីមួយទៅចាប់ក្អែបហ្នឹងមកមែនបងប្អូនហើយពេលដែលគាត់ចាប់ក្អែបហ្នឹងគាត់ថាក្អែបហ្នឹងមើលទៅធំចម្លែកមែនគួរឲ្យខ្លាចពេលដែលអញ្ចឹងគាត់ក៏ចាប់ដើមធ្វើតាមអ្វីដែលគ្រូប្រាប់គាត់យកក្អែបហ្នឹងទៅដាក់ជាមួយនឹងអារូបដែលគាត់ផ្សូវហ្នឹងហើយយកខ្សែអីមួយមកចងហើយបន្ទាប់មកទៀតហ្នឹងលោកគ្រូហ្នឹងក៏បានផ្ដាំថាយកទាំងក្អែបទាំងរូបហ្នឹងហើយនឹងទាំងសក់របស់លីណាហ្នឹងគឺយកទៅដុតនៅក្នុងដៅមួយនៅខាងលិចផ្ទះហើយខាងលិចផ្ទះហ្នឹងគឺនៅចែងផ្ទះទៀតនិយាយថានៅជ្រុងហើយមួយទៀតនៅពេលដែលយកទៅហ្នឹងគឺយកបំបល់យកអីទៅផងហើយពេលដែលមុននឹងអុជហ្នឹងគឺនិយាយថាអ្នកណាឲ្យមកឲ្យទៅអ្នកនឹងវិញទៅលោកគ្រូបានផ្ដាំអញ្ចឹងបងធីគាត់ក៏បាននិយាយនៅពេលដែលគាត់រៀបនឹងអុជហ្នឹងគាត់ក៏បាននិយាយអញ្ចឹងទៅហើយបន្ទាប់មកហ្នឹងបានប្រហែលជាមួយថ្ងៃទេក្នុងថ្ងៃទី8ពេលហ្នឹងគ្រួសាររបស់បងធីក៏ដូចជាបងធីហ្នឹងគាត់នៅសម្រាននៅលើផ្ទះប៉ុន្តែពេលហ្នឹងគាត់សម្រានតនលក់ទេព្រោះធម្មតាគាត់នៅគិតគូរអារឿងដែលវាថាកូនគាត់នៅសំណោះអញ្ចឹងណាហើយសិតតែពេលហ្នឹងគឺបងធីគាត់ថាឮសំឡេងដែលសំឡេងមួយហ្នឹងគឺដូចជាសំឡេងប្អូនស្រីរបស់គាត់អញ្ចឹងដែលឮលក្ខណៈយំធ្ងោនៅមុខផ្ទះហ្នឹង
ហើយក៏យំលក្ខណៈថាអំពើអញ្ចឹងណាហើយអញ្ចឹងទៅបងធីនឹងគាត់ក៏ចាប់ផ្ដើមគិតថាប្រហែលជាប្អូនមកគាត់នឹងមកវិញហើយអញ្ចឹងគាត់ក៏ចាប់ផ្ដើមដូចថាបើកទ្វារមើលប៉ុន្តែនៅពេលគាត់បើកទ្វារមើលគាត់អត់ឃើញទេអញ្ចឹងហើយគាត់ក៏ចេះតែនិយាយណាគាត់ថាអូនហើយបើសិនជាអូនឯងមកវិញមែនអូនឯងឲ្យបងឃើញមកហើយសិតតែពេលហ្នឹងបងប្អូនបងធីគាត់ថាគាត់សម្រានលក់តាមធម្មតាហ្នឹងទៅគាត់ក៏យកសពហើយយកសពហ្នឹងគឺឃើញលីណាបងប្អូនហើយលីណាហ្នឹងកំពុងតែឈរសម្លឹងមកកាន់បងធីនេះហើយលក្ខណៈថាឈរពាក់កៅអៅសិស្សសាលាដែលគាត់ដូចថានៅរៀនហ្នឹងគាត់ឃើញលីណានឹងឈរបដាយំបដាជួទឹកភ្នែកបដាហើយកូននិយាយមកកាន់បងធីថាឲ្យប្អូនសុំទោសបងកូនសុំទោសពុកម៉ែហើយពេលដែលអញ្ចឹងបងប្អូនបងធីនឹងគាត់ក៏និយាយនៅក្នុងយសបរបស់គាត់ណាគាត់ថាបងអត់ដែរខឹងប្អូនទេប្អូនសម្លាញ់បងស្រឡាញ់ប្អូនណាប្អូនមកវិញមកប្អូនគាត់និយាយក្នុងយសបអញ្ចឹងណាហើយដល់ពេលដែលអញ្ចឹងបងប្អូនគាត់ឃើញលីណាហ្នឹងគឺដើរចូលទៅក្នុងបន្ទប់របស់គាត់ណាពេលដែលអញ្ចឹងបងធីគាត់ក៏ងើបភ្ញាក់ពីដំណេករបស់គាត់ទៅហើយគាត់ក៏រត់សម្ដៅទៅកាន់បន្ទប់លីណាប៉ុន្តែនៅពេលដែលគាត់ចូលដល់បន្ទប់លីណាហ្នឹងគាត់អត់មានឃើញលីណាទេហើយគាត់ក៏ចាប់ដើមមកប្រាប់ពុកម្ដាយរបស់គាត់ថាគាត់យល់សប្តិឃើញលីណាមកវិញអញ្ចឹងណាហើយអញ្ចឹងទៅពុកម្ដាយរបស់លីណាហ្នឹងក៏បានអុជធូបអីនិយាយទៅថាបើកូនឯងបានមកវិញហើយកូនឯងទៅរកកន្លែងដែលចាប់ជាតិទៅកូនឯងកុំនៅវល់អីកុំឲ្យកូនឯងអាយុខ្លីដូចជាតិនេះអីម៉ែពុកគឺស្រឡាញ់កូនឯងអញ្ចឹងណាព្រោះពុកម្ដាយរបស់គាត់គិតថាមិនចង់កូនគាត់វល់ទៀតទេព្រោះបើសិនជាឲ្យនៅហ្នឹងគឺនៅតែវល់អញ្ចឹងណាហើយអញ្ចឹងគាត់ក៏ចាប់ដើមអុជធូបអីនិយាយទៅក៏ចាប់ពីពេលនោះមកក៏អត់ដែលឃើញលីណាអីឲ្យឃើញដែរហើយកន្លងទៅបានប្រហែលជា2ទៅ3ថ្ងៃទេបងធីហ្នឹងគាត់ក៏បានទៅកន្លែងសាលាលីណាដែលគាត់ធ្លាប់រៀនហ្នឹងហើយគាត់ក៏ទៅហូបអីកន្លែងដែលលីណាធ្លាប់ហូបហើយបងប្អូនដឹងថាបងធីគាត់ទៅគោម្ដងអីមែនទេគឺគាត់ដើម្បីចង់ឃើញមនុស្សប្រុសម្នាក់ហ្នឹងដែលគាត់សង្ស័យថាជាអ្នកដែលធ្វើអំពើហ្នឹងហើយលោកគ្រូគាត់បានបញ្ជាក់ថាអ្នកដែលធ្វើអំពើហ្នឹងគឺជាមនុស្សប្រុសអញ្ចឹងបងធីគាត់ដឹងថាគ្មាននរណាក្រៅពីបរិសម្នាក់ហ្នឹងទេហើយគាត់ក៏ចាប់ផ្ដើមថាខឹងណាព្រោះសារប្អូនគាត់ក៏ស្រឡាញ់ខ្លាំងមិនគួរណាបរិសហ្នឹងក៏ធ្វើទង្វើថោកទាបអញ្ចឹងអញ្ចឹងបងធីហ្នឹងគាត់ក៏បានទៅកន្លែងហ្នឹងទៅប៉ុន្តែនៅពេលដែលគាត់ទៅហ្នឹងគាត់ព្យាយាមមើលប៉ុន្តែអត់ឃើញទេហើយសិតតែពេលហ្នឹងបងធីគាត់ក៏ចាប់ផ្ដើមសួរទៅកាន់ដូចថាអ្នកលក់នៅហ្នឹងសួរថាធ្លាប់ឃើញមនុស្សប្រុសម្នាក់ដែលរៀងដូចថារៀងទាបអញ្ចឹងព្រោះពេលហ្នឹងគាត់ស្គាល់ព្រោះដោយសារតែបរិសម្នាក់ហ្នឹងគាត់ធ្លាប់ទៅផ្ទះរបស់លីណាពេលអញ្ចឹងគាត់មិនស្គាល់រូបរាងមែនទេអញ្ចឹងបងធីហ្នឹងគាត់ក៏សួរពីអ្នកលក់ហ្នឹងថាមានឃើញបរិសម្នាក់ដែលថារៀងខ្ពស់បន្តិចហើយរៀងសរៀងស្គរមេហើយអញ្ចឹងទៅមីម្នាក់ហ្នឹងគាត់ក៏ដឹងថាពីណាដែរព្រោះធម្មតាភ្ញៀវគេច្រើនមែនទេប៉ុន្តែនៅពេលដែលអញ្ចឹងគឺបងធីក៏សួរថាបងឯងស្គាល់ម្នាក់ស្រីឈ្មោះលីណាអត់ហើយពេលដែលអញ្ចឹងបងធីហ្នឹងគាត់ក៏សួរថាមីឯងស្គាល់ក្មេងស្រីម្នាក់ឈ្មោះថាលីណានឹងអត់ហើយគ្នាជាសិស្សសាលាដែលរៀននៅក្បែរហ្នឹងមីម្នាក់ហ្នឹងគាត់ក៏បានថាគាត់ស្គាល់តាព្រោះលីណាហ្នឹងគាត់អាសាមកញ៉ាំអីកន្លែងគាត់ហើយគាត់ថាលីណាហ្នឹងបាត់តាណាមួយរយៈធំហើយអត់ដែលឃើញមកអញ្ចឹងពេលដែលអញ្ចឹងបងប្អូនគឺបងធីគាត់ថាលីណាហ្នឹងគាត់ស្លាប់បាត់ហើយពេលដែលអញ្ចឹងមីម្នាក់ហ្នឹងគាត់និយាយថាគាត់ភ្ញាក់ផ្អើលមែនទេគាត់ថាហេតុអីបានជានៅសុកគ្នាស្លាប់ព្រោះគ្នាក្មេងហ្នឹងមែនទេហើយឃើញនៅធម្មតាហ្នឹងហេតុអីបានជានៅសុកទៅស្លាប់អញ្ចឹងគាត់ក៏សួរអញ្ចឹងទៅបងធីគាត់ថាមកពីមានរឿងរ៉ាវមួយហ្នឹងហើយបានខ្ញុំមកសួរមីងហ្នឹងហើយអញ្ចឹងទៅមីងហ្នឹងគាត់ក៏ថារឿងរ៉ាវអីគេហើយអញ្ចឹងបងធីគាត់ក៏សួរថាមីងមានស្គាល់មនុស្សប្រុសម្នាក់ហ្នឹងអត់ហើយម្នាក់ហ្នឹងគឺអាសាមកនិយាយលេងជាមួយហ្នឹងលីណានេះហើយធ្លាប់ប៉ាយលីណាញ៉ាំអីម្ដងហើយមីងហ្នឹងគាត់ចាំបងប្អូនហើយអញ្ចឹងទៅបងធីគាត់ក៏សួរមីងហ្នឹងថាតើឃើញមនុស្សប្រុសម្នាក់ហ្នឹងដែរមកហ្នឹងអត់ហើយអញ្ចឹងមីងហ្នឹងគាត់បាននិយាយថាមនុស្សប្រុសម្នាក់ហ្នឹងគឺបាត់មួយរយៈធំដែរហើយបន្តែគ្រាន់តែថាធ្លាប់ឮពីអ្នកដែលស្គាល់គាត់នៅក្បែរគាត់គឺនិយាយថាបងប្រុសម្នាក់ហ្នឹងគឺធ្លាក់ខ្លួនឈឺប៉ុន្តែមិនដឹងថាឈឺអីទេហើយឥឡូវឮថាមិត្តភក្តិរបស់គាត់ហ្នឹងម្សិលមិញហ្នឹងគឺទៅចូលរួមបុណ្យសពបងប្រុសម្នាក់ហ្នឹងហើយអញ្ចឹងទៅស្រាប់ថាបងធីគាត់ឆ្ងល់គាត់ថាម្នាក់ប្រុសហ្នឹងស្លាប់មែនហើយអញ្ចឹងទៅស្រាប់តែមីងហ្នឹងគាត់ថាហ្នឹងឯងព្រោះខ្ញុំឮពីមិត្តភក្តិរបស់គាត់ដែលថាធ្លាប់មកហូបអីនៅហ្នឹងនិយាយដែរថាគាត់ធ្លាក់ខ្លួនឈឺមួយថ្ងៃទេតែ2ថ្ងៃទេហើយថ្ងៃហ្នឹងឮគាត់និយាយថាគាត់ទៅបុណ្យសពហើយអញ្ចឹងគាត់អត់បានញ៉ាំយូរទេហើយពេលដែលអញ្ចឹងទៅបងធីគាត់ក៏នឹកឃើញថាតិចលោអ្វីដែលគាត់ធ្វើតាមគ្រូហ្នឹងគឺនិយាយថាវាឡងមកកាន់មនុស្សប្រុសម្នាក់ហ្នឹងរបៀបថាគេហៅថាកម្មអ្នកណាធ្វើអ្នកហ្នឹងទទួលវិញអញ្ចឹងណាពេលដែលអញ្ចឹងបងប្អូនគាត់នឹកចុះនឹកឡើងគាត់ថា2ថ្ងៃហ្នឹងគឺគាត់តាំងពីថ្ងៃដែលគាត់ទៅថាដុតអារូបដែលគាត់ផ្សូនហ្នឹងគឺ2ថ្ងៃមែនហើយស្រាប់តែថ្ងៃដែលគាត់មកសួរហ្នឹងថ្ងៃទី3ហើយថ្ងៃទី3ហ្នឹងជាថ្ងៃដែលមនុស្សប្រុសម្នាក់ហ្នឹងស្លាប់អញ្ចឹងគាត់សង្ស័យថា
ប្រហែលជាអាទង្វើដែលគាត់ធ្វើហ្នឹងវាឡងទៅកាន់គាត់វិញអញ្ចឹងណានិយាយទៅអាហ្នឹងគឺបងធីគាត់ឆ្ងល់ក្នុងហ្នឹងហើយអញ្ចឹងទៅគាត់ក៏បានស៊ើបទៀតបងប្អូនគាត់ស៊ើបបន្តទៀតណាគាត់ស៊ើបថាតើមាននរណាស្គាល់ទេមនុស្សប្រុសម្នាក់ហ្នឹងអត់ហើយអ៊ីហ្នឹងគាត់ក៏និយាយថាគាត់ស្គាល់ក្មេងប្រុសម្នាក់តែមានតលេខទេអញ្ចឹងបងធីហ្នឹងក៏តាក់ទងទៅកាន់មនុស្សប្រុសម្នាក់ហ្នឹងហើយមនុស្សប្រុសម្នាក់ហ្នឹងក៏សួរថាត្រូវជាអាម៉េចនឹងមនុស្សប្រុសម្នាក់នោះហ្នឹងណាមានថាម្នាក់ដែលស្លាប់ហ្នឹងណាហើយបងធីគាត់ក៏កុហកថាគាត់ជាអ្នកស្គាល់គ្នាគាត់ចង់ទៅចូលបនហើយពេលដែលអញ្ចឹងបងប្អូនគឺម្នាក់ប្រុសហ្នឹងក៏បានប្រាប់ទីតាំងផ្ទះរបស់មនុស្សប្រុសដែលស្លាប់ហ្នឹងណាហើយពេលដែលគាត់ទៅគឺគាត់ឃើញថាមនុស្សប្រុសម្នាក់ហ្នឹងគឺស្លាប់មែនអញ្ចឹងបងធីគាត់ក៏ដឹងថាអានឹងហើយជាទង្វើដែលមនុស្សប្រុសម្នាក់ហ្នឹងធ្វើមកកាន់ប្អូនរបស់គាត់ហើយគាត់ដឹងថាទង្វើហ្នឹងវាឡងទៅកាន់មនុស្សប្រុសម្នាក់ហ្នឹងហើយនេះជាកម្មពៀរបស់មនុស្សប្រុសម្នាក់ហ្នឹងហើយដែលធ្វើមកកាន់ប្អូនស្រីរបស់គាត់ហើយអញ្ចឹងបងប្អូនខ្ញុំបញ្ជាក់បន្តិចបងធីគាត់ថាហេតុអីបានជាក្អែបហ្នឹងវាបង្ហាញមកនៅក្នុងថ្ងៃទី7ទី1គឺវាចង់មកស៊ើបមើលថាតើវិញ្ញាណរបស់លីណាហ្នឹងគឺបានចេញមកវិញអត់ដោយសារតែពេលហ្នឹងគឺលោកគ្រូគាត់បានរំដោះវិញ្ញាណហ្នឹងចេញមកវិញហើយប៉ុន្តែក្អែបហ្នឹងវាប្រងមកយកវិញ្ញាណម្នាក់ស្រីហ្នឹងទៅវិញទី1ទី2បងធីគាត់ថាវាប្រងមកយកទាំងគ្រួសាររបស់បងធីហ្នឹងតែម្ដងមិនមែនធ្វើតែលីណាមួយណាមានន័យថាវាចង់ធ្វើបន្តបន្ទាប់មានន័យថាចង់ធ្វើពីបងធីហើយធ្វើឪពុកម្ដាយរបស់គាត់ទៀតនិយាយទៅគឺធ្វើទាំងគ្រួសារហ្មងនិយាយទៅមនុស្សប្រុសម្នាក់ហ្នឹងគឺគាត់បំណងគាត់អញ្ចឹងហ្មងគាត់ថាគឺមិនមែនយកតែលីណាមួយទេយកទាំងអស់ហ្មងប៉ុន្តែដោយសារតែគឺលោកគ្រូម្នាក់ហ្នឹងគាត់បានផ្ដាំឲ្យបងធីហ្នឹងគាត់ធ្វើរឿងរ៉ាវហ្នឹងបងធីគាត់បានធ្វើរឿងរ៉ាវហ្នឹងជោគជ័យគឺអាទង្វើទាំងអស់ហ្នឹងវាបានឡងទៅកាន់មនុស្សប្រុសម្នាក់ហ្នឹងវិញអានេះជាអ្វីដែលបងធីគាត់បានបញ្ជាក់មកអញ្ចឹងហើយបន្ទាប់ពីនឹងមកគ្រួសាររបស់លីណាក៏ដូចជាបងធីហ្នឹងមិនដែលឃើញលីណាមកលេងទេឬក៏អត់បង្ហាញខ្លួនទេហើយពេលខ្លះម្ដាយឪពុករបស់បងធីហ្នឹងក៏នឹកលីណាហ្នឹងក៏អុជធូបដើម្បីឲ្យនិយាយថាលីណាបង្ហាញខ្លួនឲ្យគាត់ឃើញគាត់នឹកអញ្ចឹងណាប៉ុន្តែក៏អត់មានឃើញដែរចាប់ពីពេលហ្នឹងមកទៅហើយអញ្ចឹងគឺរឿងរ៉ាវនេះក៏ខ្ញុំទទួលបានពីបងធីតែប៉ុណ្ណឹងហើយបងប្អូនមានឆ្ងល់ថាហេតុអីបានជាមនុស្សប្រុសម្នាក់ហ្នឹងអាចធ្វើអំពើទៅលើលីណាបាននិយាយទៅកន្លែងហ្នឹងក៏បងធីគាត់ថាគាត់អត់ច្បាស់ទេប៉ុន្តែគាត់សង្ស័យព្រោះថាថ្ងៃមួយហ្នឹងលីណាហ្នឹងគាត់មកផ្ទះវិញហើយគាត់ក៏រកអាវរបស់គាត់មានន័យថាអាវគាត់ពាក់ក្រៅព្រោះទូថលស្រីគាត់ពាក់អាវសិស្សសាលាអញ្ចឹងទៅគាត់មានអាវក្រៅគាត់ដើម្បីការពារក្តៅអីចឹងណាអញ្ចឹងគាត់ក៏ដើររកអាវនៅក្នុងផ្ទះប៉ុន្តែពេលហ្នឹងគឺអត់មានឃើញទេហើយគាត់ក៏បាត់អាវហ្នឹងចាប់ពីថ្ងៃនោះមកទៅអញ្ចឹងគឺចំណុចហ្នឹងហើយដែលបងធីគាត់ថាប្រហែលជាម្នាក់ហ្នឹងយកអាវហ្នឹងឬក៏នៅក្នុងអាវហ្នឹងប្រហែលជាមានថាសក់លីណានៅក្នុងហ្នឹងអាចនឹងគ្រូអាចធ្វើអំពើធ្វើអីបានអញ្ចឹងទៅអានេះបងធីគាត់គ្រាន់តែសង្ស័យទេប៉ុន្តែគាត់អត់ដឹងថាមូលហេតុពិតចម្បងហេតុអីបានជាមនុស្សប្រុសម្នាក់ហ្នឹងអាចធ្វើអំពើលើលីណាបាននិយាយទៅគាត់ថាដឹងកន្លែងហ្នឹងទេប៉ុន្តែគាត់សង្ស័យត្រង់ចំណុចហ្នឹងហើយអញ្ចឹងរឿងរ៉ាវនេះមានតែប៉ុណ្្នឹងទេដែលខ្ញុំទទួលបានពីបងធីហើយតើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងរ៉ាវមួយនេះហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាអានេះជាទង្វើកម្មរបស់គាត់ដែលគាត់ធ្វើមកលើគេហើយដល់ពេលដែលគេធ្វើបកទៅវិញគឺវិនិច្ឆ័យខ្លួនឯងហ្នឹងហើយអញ្ចឹងរឿងរ៉ាវមួយនេះរៀងយូរបន្តិចបងប្អូនខ្ញុំសូមអធិស្ឋានផងហើយសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយបើសិនជាពុកម៉ែបងប្អូនថ្មីដែលមិនទាន់ចុចជាវឬ Subscribe សូមជួយចុច Subscribe និងបើករូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្ថែមទៀតពីខ្ញុំបាទអញ្ចឹងសូមអរគុណច្រើនពុកម៉ែបងប្អូនសូមគោរពលាជួបគ្នាវីដេអូក្រោយទៀតសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel Admin Han ម្ដងទៀតហើយ